លោកចិនមកតើលោកឈ្គួតទេមិនក៏បញ្ឈប់ក្បួនឡានភ្លាមអញ្ចឹងតើមានរឿងអ្វីកើតឡើងមិនមែនជាទំនិញត្រូវបញ្ជូនទៅយន្តចុះទេហេតុអ្វីលោកប្រធានលីស្ទាក់ឡានបែបនេះប្រកាសជាមានរឿងធំហើយមើលមុខលោកប្រធានលីចុះប្រែពណ៌អស់ហើយកិច្ចសន្យាដឹកទំនិញនេះប្រញាប់ពេលវេលាណាស់ណាតែលោកប្រធានចិនបែរជាឲ្យឡានពណ៌ក្រោយហើយមិនព្រមដឹកទំនិញទៅវិញលីវៃថយចេញលោកប្រាប់ឲ្យខ្ញុំថយទំនិញទាំងនេះត្រូវផ្ញើទៅឲ្យលោកប្រធានវាំងនៅយន្តចុះពេលប្រគល់ទំនិញសល់តែ10ម៉ោងទៀតប៉ុណ្ណោះបើលោកឲ្យឡានបោកក្រោយពេលនេះប្រាក់ពិន័យគឺស្មើនឹង10ដងនៃតម្លៃទំនិញតើលោកដឹងទេថាវាមានន័យយ៉ាងម៉េចក្រុមហ៊ុនអាចនឹងខ្សែធននៅថ្ងៃនេះដោយសារតែលោកខ្ញុំដឹងហើយនៅតែធ្វើបែបនេះទៀតចិនមកក្រុមហ៊ុននេះមិនមែនជារបស់លោកតែម្នាក់ទេគឺមានចំណែកខ្ញុំពាក់កណ្ដាលដែររយៈពេល3ឆ្នាំនេះខ្ញុំជាអ្នករត់ការចរចាទិញទំនិញខ្ញុំជាអ្នកយាមខ្លងទាំងយប់ទាំងថ្ងៃខ្ញុំជាអ្នកកំដរភ្ញៀវញ៉ាំអីដើម្បីចរចាការងារដើម្បីក្រុមហ៊ុននេះតើខ្ញុំរើជំងឺក្រពះប៉ុន្មានដងហើយពេលម្ដាយខ្ញុំចូលមន្ទីរពេទ្យខ្ញុំសូម្បីតែសុំច្បាប់សម្រាប់មួយថ្ងៃក៏មិនហ៊ានផងលោកប្រធានលីនិយាយត្រូវហើយប៉ុន្មានឆ្នាំនេះឃ្លាំងគឺពឹងផ្អែកលើគាត់លោកប្រធានចិនធម្មតាមិនសូវចេញមុខទេហេតុអ្វីថ្ងៃនេះស្រាប់តែចិត្តដាច់ម្លេះប្រាក់ពិន័យ10ដងវាមិនមែនជារឿងតូចតាចទេឬមួយក៏បញ្ជីលុយក្រុមហ៊ុនមានបញ្ហាមែនថ្ងៃនេះលោកត្រូវតែបកស្រាយប្រាប់ខ្ញុំឲ្យច្បាស់នេះជាលុយដកភាគហ៊ុនរបស់លោក50000ចិនមកលោកយកលុយ50000នេះមកដេញខ្ញុំឬមែន50000ក្រុមហ៊ុនមានទុនបង្វិល5លានតែលោកឲ្យខ្ញុំ50000លោកយកលុយ50000នេះចង់ដេញខ្ញុំចេញលោកប្រធានចិនចង់ទាត់លោកលីចោលហើយមិនស្រួលទេភ្លាមពេកហើយមិនចម្លែកទេដែលលោកលីខឹងយ៉ាងនេះកុំមកធ្វើជាមនុស្សល្អនៅទីនេះតើលោកចង់រុះរើក្រុមហ៊ុនមែនទេតើលោកចង់យកលុយនឹងទំនិញទៅទាំងអស់មែនទេគិតអីក៏គិតទៅតែខ្ញុំប្រាប់ឲ្យដឹងចោះគឺគ្មានផ្លូវទេមិនត្រឹមតែទំនិញ10ឡាននេះដែលខ្ញុំត្រូវយកទៅទេសូម្បីតែនំចំណីនិងទឹកបរិសុទ្ធដែលសល់ក្នុងឃ្លាំងទាំងអស់ក៏ត្រូវផ្ទុកឡើងឡានដែរលោកថាម៉េចយកទៅទាំងអស់សូម្បីតែទឹកមួយដបក៏មិនទុកក្នុងឃ្លាំងនៅសល់ទំនិញពេញឡានធំ10គ្រឿងទៀតដែលពាក់កណ្ដាលភ្ញៀវបានកក់លុយរួចហើយបើលោកយកទំនិញទាំងនេះចេញភ្ញៀវនិងអ្នកគ្រប់គ្រងប្រកាសជាមករករឿងយើងដល់ទ្វារមិនខានខ្ញុំដឹងក្រៅពីពាក្យថាដឹងតើលោកចេះនិយាយអ្វីផ្សេងទៀតទេបងប្អូនជូនដំណឹងដល់ឡានទាំងអស់ឲ្យទៅយកទំនិញនៅខ្លងភ្លាមត្រូវតែផ្ទុកឲ្យរួចរាល់ក្នុងរយៈពេល1ម៉ោងលោកប្រធានចិនធ្វើបែបនេះខុសវិន័យហើយបើលោកប្រធានលីមិនយល់ព្រមខ្ញុំមិនហ៊ានធ្វើទេសម្រាប់ការងារថ្ងៃនេះអ្នកបើកឡានទាំងអស់នឹងទទួលបានថ្លៃឈ្នួល3ដងខ្ញុំនិយាយម៉ាត់ណាម៉ាត់នឹង3ដងលោកប្រធានចិនពិតជាហ៊ានឲ្យមែងឡានទាំងអស់សូមប្រុងប្រយ័ត្នធ្វើតាមការចាត់ចែងរបស់លោកប្រធានចិនទៅផ្ទុកទំនិញនៅឃ្លាំងចិនមកបើថ្ងៃនេះលោកហ៊ានឲ្យឡានចេញទៅមួយជីវិតនេះយើងលែងជាបងប្អូននឹងគ្នាទៀតហើយលែងក៏លែងទៅថយចេញផ្ទុកទំនិញមែនតើលោកប្រធានលីមិនទាន់អនុញ្ញាតផងខ្ញុំពិតជាភ័យណាស់តែដោយសារថ្លៃឈ្នួល3ដងអ្នកបើកឡានចាប់ដើមធ្វើការបាត់ទៅហើយបញ្ឈប់ភ្លាមនរណាឲ្យអ្នកទាំងអស់គ្នាធ្វើការបន្តផ្ទុកទំនិញទៀតខ្ញុំប្រាប់ឲ្យបញ្ឈប់ចិនមកទំនិញទាំងនេះមានចុះបញ្ជីត្រឹមត្រូវថែមទាំងយកលុយកក់ពីភ្ញៀវទៀតបើយកទៅថ្ងៃនេះថ្ងៃស្អែកភ្ញៀវច្បាស់ជាមកបិទទ្វារក្រុមហ៊ុនហើយខ្ញុំជាអ្នកដោះស្រាយលោកដោះស្រាយដោយរបៀបណាដោយមាត់របស់លោកឬខាងនោះជានំរបស់លោកប្រធានចាងតែត្រូវបញ្ជូននៅល្ងាចស្អែកខាងនេះជាទឹករបស់ផ្សារទំនើបបងស្រីលីវគាត់ទី3ដងហើយនំប៉័ងទាំងនេះទៀតជាការកក់ទុករបស់សហគមន៍លោកនិយាយតែមួយម៉ាត់ថាខ្ញុំជាអ្នកដោះស្រាយក៏ធ្វើឲ្យមនុស្សគ្រប់គ្នាខឹងអស់ទៅហើយពេលនេះរឿងនឹងលែងសំខាន់ហើយមិនថាលែងសំខាន់តើមានរឿងអ្វីដែលសំខាន់ជាងការរស់រានរបស់ក្រុមហ៊ុនទៅទៀតឬមួយក៏លោកបានរៀបចំផែនការតាំងពីយូរមកហើយលីវៃយកលុយ50000នេះទៅមន្ទីរពេទ្យទៅកុំយកម្ដាយខ្ញុំមកធ្វើជាលេសអ៊ំស្រីត្រូវការលុយព្យាបាលនៅខែនេះលោកដឹងថាគាត់ចូលពេទ្យចុះបើលោកធ្វើឲ្យក្រុមហ៊ុនខ្សែធនខែក្រោយបានលុយឯណាព្យាបាលគាត់ហេតុនេះហើយទើបខ្ញុំឲ្យលោកដកភាគហ៊ុនលោកចង់ទាត់ខ្ញុំចោលមែនទេសុំទោសបងប្អូនបើចង់ស្អប់ខ្ញុំចុះយ៉ាងហោចណាស់លោកក៏មិនបាច់ជំពាក់បំណុលគេជាមួយខ្ញុំដែរខាងនេះតម្រៀបឲ្យត្រឹមត្រូវកុំឲ្យខូចខាតអ្នកណាហ៊ានផ្ទុកទំនិញថ្ងៃស្អែកមិនបាច់មកធ្វើការទេលោកប្រធានលីខ្ញុំគ្រាន់តែជាអ្នកបើកឡានទេលោកប្រធានចិនថាទូទាត់ជាសាច់ប្រាក់រឿងកិច្ចសន្យាខ្ញុំមិនដឹងរឿងទេល្អអ្វីតាមតែលោកទៅលោកពិតជាចង់បង្ខំខ្ញុំដល់ចំណុចនេះមែនទេខ្ញុំមិនចង់បង្ខំលោកទេលោកបង្ខំរួចបាត់ទៅហើយកុំធ្វើឲ្យខាតបង់របស់ទាំងនេះមានមនុស្សកំពុងរងចាំយកទៅសង្គ្រោះជីវិតអ្នកណារងចាំសង្គ្រោះជីវិតលោកប្រធានចិនឡានទាំង10ត្រូវបានផ្ទុករួចរាល់នៅខាងឃ្លាំងប្រើពេលប្រហែល40នាទីទៀតនឹងអាចផ្ទុកចប់សពគ្រប់ហើយប្រញាប់ឡើងតើលោកចង់ទៅណាឲ្យពិតប្រាកដដាក់លើឡានទៅសម្របតាមក្រោយចិនមកលោកមើលឲ្យច្បាស់នេះជាដើមទុនចុងក្រោយរបស់ក្រុមហ៊ុនហើយបើទំនិញទាំងនេះចេញទៅសំណងភ្ញៀវលុយអ្នកផ្គត់ផ្គង់ប្រាក់ខែបុគ្គលិកនិងថ្លៃឡាននឹងធ្លាក់មកលើក្រុមហ៊ុនទាំងអស់តើលោកអាចរែកពន្ធបានប៉ុណ្ណារែកបានប៉ុណ្ណាក៏ប៉ុណ្ណឹងចុះលោករែកពន្ធរែកលោកយកអ្វីមករែកពន្ធយកជីវិតមករែកឬបើរែកមិនរួចក្រុមហ៊ុនត្រូវរំសាយចោលលោកថាម៉េចក្រុមហ៊ុនរំសាយលោកយក50000នេះចុះរួចទុកបញ្ហាឲ្យខ្ញុំលោកមានសិទ្ធិអីមកសម្រេចចិត្តជំនួសខ្ញុំថ្ងៃនេះខ្ញុំត្រូវតែធ្វើបែបនេះខ្ញុំមិនយល់ព្រមទេ
ចិនមកយើងទាំងពីរធំដឹងក្តីមកជាមួយគ្នាកាលឯងនៅក៏គឺខ្ញុំអ្នកណែនាំអតិថិជនដំបូងឲ្យឯងពេលម៉ាក់ខ្ញុំចូលពេទ្យឯងក៏ធ្លាប់ចេញលុយជួយខ្ញុំដែរប៉ុន្តែរឿងបងប្អូនជារឿងបងប្អូនរឿងក្រុមហ៊ុនគឺជារឿងក្រុមហ៊ុនថ្ងៃនេះឯងមិនអាចយកពាក្យថាមិត្តភក្តិមកធ្វើជាលេសរុញទម្លាក់ក្រុមហ៊ុនចូលជ្រូបែបនេះទេដូច្នេះខ្ញុំសូមឲ្យឯងដកភាគហ៊ុនចេញទៅខ្ញុំមិនដកភាគហ៊ុនទេខ្ញុំក៏មិនយកលុយ 50,000 នឹងដែរខ្ញុំចង់ឲ្យក្រុមហ៊ុនរស់តែរឿងខ្លះត្រឹមតែឲ្យក្រុមហ៊ុនរស់គឺវាមិនគ្រប់គ្រាន់ទេចុះតតែយ៉ាងម៉េចទើបគ្រប់គ្រាន់បងចៅសល់ពេល20នាទីចុងក្រោយយកពងប្រញាប់ឡើងរៀបចំរបាំងទឹកត្រៀមខ្លួនឲ្យរួចរាល់ថ្ងៃនេះបើឯងចង់ចេញពីទីនេះលុះត្រាតែឯងបើកឡានកិនពីលើខ្ញុំសិនខ្ញុំមិនបើកកណ្ដាញទេអញ្ចឹងបញ្ឈប់ឡានភ្លាមទៅបងចៅបើកឡានទៅចាប់ពីចំណុចនេះទៅបើកចេញឲ្យអស់លោកអគ្គនាយកចិនចៅស៊ឺឡានទំនិញទាំង20គ្រឿងបានចេញដំណើរអស់ហើយចុះរឿងខាងឃ្លាំងនោះអំបញ្ញមិញឆ្លោះគ្នាខ្លាំងបែបនេះតើអាចមានរឿងអ្វីកើតឡើងទេបើកឡានចេញទៅទាំងបែបនេះបើមានរឿងអ្វីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវលោកប្រធានចិនលោកប្រធានលីក៏បាននិយាយដែរថានៅតែបន្តបំផ្លាញទៀតនៅតែបន្តបំផ្លាញទៀតមានពាក្យខ្លះខ្ញុំមិនដឹងថាគួរនិយាយឬអត់ទេប៉ុន្មានឆ្នាំនេះលោកប្រធានលីពិតជាបានហត់នឿយច្រើនណាស់អ្វីដែលលោកបានធ្វើនៅថ្ងៃនេះក្នុងក្រសែភ្នែកអ្នកក្រៅមើលទៅពិតជាអាក្រក់មើលណាស់ខ្ញុំដឹងលោកដឹងហើយលោកនៅតែធ្វើលោកគួរតែប្រាប់ខ្ញុំពីមូលហេតុពិតប្រាកដមកពេលនេះខ្ញុំកំពុងបើកឡានដឹកទំនិញដល់ទៅ20គ្រឿងតែគោលដៅទៅណាក៏ខ្ញុំមិនដឹងចុះបើមានរឿងអ្វីកើតឡើងដៃចង្កូតមួយនេះខ្ញុំកាន់មិននឹងទេទុកឲ្យគេចាត់ការតាមកិច្ចសន្យាចុះក្រុមហ៊ុននឹងជាអ្នកសងជំងឺចិត្តលីវ៉ៃខ្ញុំទុកលុយឲ្យឯងហើយរឿងក្រុមហ៊ុនឯងកុំខ្វល់អីឯងប្រាប់ឲ្យខ្ញុំកុំខ្វល់ហ៎ថ្លៃពេទ្យខែនេះឯងទៅរកវិធីដោះស្រាយខ្លួនឯងទៅមានរឿងអីបើកឡានទៅណាជូនដំណឹងបុគ្គលិកទាំងអស់លោកចិនម៉ូបានបញ្ជាយកទំនិញក្រុមហ៊ុនចេញដោយចិត្តឯងឥឡូវឃ្លាំងប្រទេសស្អាតហើយមិនអាចទេដឹងលោកអគ្គនាយកចិនធ្លាប់តែជាមនុស្សស្និទ្ធស្នាលថាគាត់ធ្វើបែបនេះសោះពិតជាគួរឲ្យអាណិតណាស់លោកអ្នកត្រូវបានដកចេញពីក្រុមសារសន្តានាលោកចិនខាងមុខផ្លូវបំបែកហើយតើពួកយើងត្រូវទៅណាឲ្យប្រាកដទៅទីក្រុងលីងស៊ីអតិថិជននៅយន្តchâuគឺនៅទីផ្ទុយស្រឡះពីនេះនឹងណាខ្ញុំដឹងអញគ្រាន់តែត្រូវជន់កែទៅមុខឲ្យលឿនទៅបានហើយលោកចិនខ្ញុំពិតជាមិនយល់លោកសោះនៅលីងស៊ីនឹងតើមានរឿងអ្វីឲ្យប្រាកដទៅដល់ឯងនឹងដឹងហើយពេលនេះខ្ញុំប្រាប់មិនទាន់បានទេប្រាប់មិនបានហ៎លោកនិយាយបែបនេះកាន់តែធ្វើឲ្យខ្ញុំភ័យហើយណាចិនម៉ូមែនទេខ្ញុំគឺប្រធានវាងលោកប្រធានវាងអំបញ្ញមិញលីវ៉ៃទៅតែមកប្រាប់ខ្ញុំថាឯងហ៊ានបង្វែរទីដៅទំនិញរបស់ខ្ញុំថ្លឹមធំណាស់តើទំនិញនោះខ្ញុំសូមបង្វែរទីដៅរឿងសងជំងឺចិត្តចាត់ការតាមកិច្ចសន្យាចុះពេលនេះខ្ញុំគ្មានពេលបកស្រាយទេនេះជាអតិថិជនធំរបស់ខ្ញុំណាអញធ្វើឲ្យខូចការងារធំរបស់គេអស់ហើយអញកុំសង្ឃឹមថាអាចចូលជើងក្នុងវិស័យនេះបានទៀតឲ្យសោះកុំសង្ឃឹមថានឹងបានសុខការតាមកិច្ចសន្យាចុះល្អអញពិតជាក្លាហានមែនខ្ញុំនឹងឲ្យមេធាវីផ្ញើលិខិតទៅលើនេះប្រាក់សងជំងឺចិត្តរបស់ឯងគឺមិនអាចខ្វះសំបីមួយសេនលោកប្រធានវាងពេលនេះសូមកុំរំខានខ្ញុំបើកបរលោកចិននោះគឺជាលោកប្រធានវាងណាគាត់មានខ្សែស្រឡាយធំណាស់នៅយន្តchâuខ្ញុំដឹងថ្ងៃនេះលោកដូចជាដឹងរឿងច្រើនម្លេះបើគ្រប់គ្នាត្រូវជារគាទុកឲ្យពួកគេជាខ្ញុំតែម្នាក់ឯងទៅចុះឲ្យតែឡានអាចទៅដល់គោលដៅតើមានអ្នកណាអាចយល់ពីខ្ញុំទៅធ្វើជាបងប្អូននឹងគ្នា3ឆ្នាំថ្ងៃនេះគេស្រាប់តែទាត់ខ្ញុំចេញពីក្រុមហ៊ុនគេទុកលុយឲ្យខ្ញុំត្រឹមតែ 50,000 ប៉ុណ្ណោះ 50,000 នេះវាជិះជាន់គ្នាពេកហើយមិត្តភាព3ឆ្នាំគេពិតជាហ៊ានធ្វើដល់ថ្នាក់នេះខ្ញុំត្រូវតែទាមទារភាពយុត្តិធម៌គេបានផ្ទេរលុយក្រុមហ៊ុនចេញអស់ហើយថែមទាំងយកទំនិញក្នុងឃ្លាំងទឹកតាមឡានធំដល់ទៅ20គ្រឿងចេញទៅបាត់ទៀតរឿងនេះវាហួសហេតុពេកហើយមិនមែនគ្រាន់តែដើម្បីអំណាចទេតែយើងមិនអាចឲ្យអ្នកខំប្រឹងធ្វើការត្រូវរងអ្វីដែលរឹតតែជាចាប់នោះគឺម៉ាក់ខ្ញុំកំពុងនៅមន្ទីរពេទ្យរងចាំលុយព្យាបាលគេធ្វើបែបនេះគឺបិទផ្លូវរស់គ្រួសារខ្ញុំហើយសូមលោកស្ងប់ស្ងាត់សិន
យើងត្រូវផ្ទៀងផ្ទាត់ការពិតតែបើរឿងនេះជាការពិតយើងច្បាស់ជានឹងចាត់វិធានការផ្លូវច្បាប់ខ្ញុំក៏មិនចង់ឲ្យរឿងនេះក្លាយជារឿងធំដុំដែរប៉ុន្តែក្រុមហ៊ុននេះខ្ញុំខំមកសាងឡើងដោយញើសនិងឈាមរបស់ខ្ញុំថ្ងៃនេះចិនម៉ូមិនចេញមុខមកពន្យល់ទេសូមចេញមុខបកស្រាយមកខ្ញុំមានតែប្រើវិធីនេះទេទើបអាចទម្លាយរឿងពិតប្រាប់មហាជនបានអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ទៅឃ្លាំងប្រទេសស្អាតអស់ហើយឯកសារកិច្ចសន្យានៅទីនេះអតិថិជនក៏កំពុងតែរងចាំដែរចៅនាងកំពុងតែឡាយផ្ទាល់ហើយនាងចោទថាលោកអគ្គនាយកវិច្ចទំនិញរត់បាត់ហើយសូម្បីតែអ្នកបើកបរក៏ត្រូវជាប់ឈ្មោះអាក្រក់ដែរចាក់វាទៅលោកអគ្គនាយកចេញលោកមើលចុះខ្ញុំគ្រាន់តែចង់សួរអ្នកទាំងអស់គ្នាថាតើពេលនេះខ្ញុំគួរតែធ្វើបែបណាទៅលោកអគ្គនាយកបណ្ដោយបែបនេះទៀតមិនបានទេនៅលើអ៊ីនធឺណិតមានគេចាប់ដើមជីកកាយរកលេខទូរស័ព្ទក្រុមហ៊ុនយើងហើយបើនៅតែបន្តបែបនេះទៀតសូម្បីតែចាស់នៅផ្ទះក៏អាចនឹងត្រូវគេតាមរំខានដែរខ្ញុំឃើញការផ្សាយផ្ទាល់នោះហើយពួកគេសួរថាខ្ញុំមានជាប់ពាក់ព័ន្ធនឹងក៏ដូចគ្នាដែរអត់ចុះអគ្គនាយកចេញចង់ទៅណាឲ្យប្រកបទៅគាត់អាចនិយាយឲ្យច្បាស់បន្តិចបានទេហេតុអីឡានខាងមុខជប់អញ្ចឹងមានរឿងអីកើតឡើងហ្នឹងអគ្គនាយកចេញឡានមួយនេះខ្ញុំមិនអាចបើកបន្តបានទៀតទេអគ្គនាយកចេញអញដឹងទេថាខ្លួនឯងកំពុងនិយាយអីបើនៅតែបន្តបើទៀតខ្ញុំច្បាស់ជាលៀងខ្លួនមិនជ្រះខ្ញុំមានទាំងចាស់ទុំនិងកូនក្មេងត្រូវមិនអាចប្រថុយគ្រោះថ្នាក់ជាមួយលោកបានទេឯងចង់ឈប់មែនទេថ្លៃឈ្នួលក៏ខ្ញុំមិនយកដែរសូមឲ្យខ្ញុំទៅចុះមិនក៏លោកមិននិយាយអីសោះអញ្ចឹងស្អីគេតើខ្ញុំអាចសួរមួយម៉ាត់បានទេលោកប្រធានចេញគឺថា 100000 នេះគឺទុកសម្រាប់ឲ្យអញបន្តបើកឡានដល់កន្លែងខ្ញុំនឹងឲ្យ 100000 ទៀតតើលោកប្រធានចង់ធ្វើអីឲ្យប្រកបទៅដល់កន្លែងឯងនឹងដឹងហើយទោះមានរឿងអីកើតឡើងក៏ដោយខ្ញុំជាអ្នកទទួលខុសត្រូវតែម្នាក់ឯងមិនឲ្យពាក់ព័ន្ធនឹងឯងទេលោកប្រធានលោកកុំបោកខ្ញុំឲ្យសោះណាមិនបោកទេតោះចេញដំណើរក្រុមហ៊ុនលក់ដុំមួយកន្លែងមានចំនួនអាជីវកម្មកើតឡើងភ្លាមទំនិញចំនួន20ឡានបានបាត់ដោយមិនដឹងមុខសញ្ញាដែលកំពុងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទន្ទឹមនឹងនេះដែរដៃគូភាគហ៊ុនក៏បានឡាយយំរៀបចំណែកការពិតនៃហេតុការណ៍នេះនៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេការជែកវែកញែកនៅលើបណ្ដាញសង្គមកំពុងតែក្តៅក្រុមហ៊ុនពាក់ព័ន្ធនៅមិនទាន់ចេញមុខបកស្រាយជាសាធារណៈនៅឡើយសៀវជូខាងមុខដូចជាមានរឿងអីហើយខាងមុខមានភ្លើងឡានប៉ូលីសយើងមិនអាចឈប់នៅទីនេះបានទេយឺត1នាទីអ្នកនៅទីនោះកាន់តែប្រឈមនឹងគ្រោះថ្នាក់1នាទីដូចគ្នាក្បួនរថយន្តខាងមុខសូមអែបគៀនឲ្យពន្លត់ម៉ាស៊ីនភ្លាមសូមសហការក្នុងការត្រួតពិនិត្យយើងទទួលបានសេចក្តីរាយការណ៍ថាក្បួនរថយន្តនេះកំពុងជាប់ពាក់ព័ន្ធនឹងបទល្មើសកេងបន្លំទំនិញធ្ងន់ធ្ងរលោកអគ្គនាយកលោកគឺចេនម៉ូមែនទេបាទគឺខ្ញុំសូមសហការជាមួយពួកយើងផងប្រាប់ឲ្យរថយន្តទាំងអស់ពន្លត់ម៉ាស៊ីនហើយឲ្យតែកង់ឡានទាំងអស់ចុះមកចុះឈ្មោះលោកប៉ូលីសខ្ញុំមិនបានរត់គេចខ្លួនទេទំនិញក្នុងឡានទាំងនេះសុទ្ធតែជាស្បៀងសង្គ្រោះបន្ទាន់ទាំងអស់ស្បៀងសង្គ្រោះបន្ទាន់មានទឹកបរិសុទ្ធនំប៉័ងមីកញ្ចប់និងនំស្ងួតសុទ្ធតែជាស្បៀងអាហារទាំងអស់តែតាមរបាយការណ៍ដែលយើងទទួលបានបញ្ជាក់ថាលោកមិនបានឆ្លងកាត់ការអនុញ្ញាតត្រឹមត្រូវទេបែរជាលួចបង្វែរទំនិញរបស់ភ្ញៀវចេញមកបាត់ឥឡូវនេះទើបយកលេខថាមានរឿងបន្ទាន់ស្ថានភាពកំពុងតែបន្ទាន់ពេលនេះពួកយើងឈប់មិនបានទេស្ថានភាពបន្ទាន់យ៉ាងណាក៏ដោយត្រូវតែអនុវត្តតាមច្បាប់ដែរសូមសហការឥឡូវនេះអ្នកបើកបរសូមពន្លត់ម៉ាស៊ីនចុះពីលើឡានមកចុះឈ្មោះសូមប្រគល់សូឡានមកឲ្យខាងយើងជាអ្នករក្សាទុកសិនលោកប៉ូលីសខ្ញុំគ្រាន់តែជាអ្នកស៊ីឈ្នួលបើកឡានសហការចុះឈ្មោះសិនមកកុំប៉ះពាល់ឡានទាំងនេះឲ្យសោះចាំខ្ញុំសិនបើនៅតែមិនព្រមសហការយើងនឹងចាត់វិធានការតាមច្បាប់ហើយលោកអគ្គនាយកចេញយើងគួរតែពន្យល់ប្រាប់ពួកគាត់ឲ្យច្បាស់សិនទៅមិនទាន់ពេលទេមានរឿងអីដែលថាមិនទាន់ពេលនោះលោកគួរតែបកស្រាយឲ្យច្បាស់នៅពេលនេះទីក្រុងលីនស៊ីទើបតែមានរញ្ជួយដីកម្រិត 5.8 រេកតចំណុចរញ្ជួយផែនដីមានជម្រៅរាក់ផ្ទះសម្បែងនៅតំបន់មួយចំនួនបានរលំខូចខាតយ៉ាងធ្ងន់ធ្ងរចរាចរណ៍តាមដងផ្លូវកំពុងរងផលប៉ះពាល់សូមអំពាវនាវដល់រថយន្តឯកជនមេត្តាជួយបើកផ្លូវសម្រាប់រថយន្តសង្គ្រោះឡានសង្គ្រោះពាក់ព័ន្ធទាំងអស់កំពុងចេញប្រតិបត្តិការទៅកាន់ទីនោះជាបន្តបន្ទាប់នេះឡានទំនិញទាំង20គ្រឿងនេះគឺមានសុទ្ធតែស្បៀងអាហារនិងទឹកផឹកទាំងអស់ក្រុងលីនស៊ីកំពុងត្រូវការវាខ្លាំងណាស់នៅពេលនេះសូមជួយបើកផ្លូវឲ្យខ្ញុំផងចាត់ទុកថាខ្ញុំសូមអង្វរចុះរបស់ទាំងនេះពិតជាត្រូវបញ្ជូនទៅក្រុងលីនស៊ីមែនទេបាទពិតមែនហើយមិនមែនលួចវេចទំនិញក្រុមហ៊ុនរត់គេចខ្លួនទេខ្ញុំជាថៅកែលក់នំចំណីម្នាក់ទឹកទំនិញដល់ទៅ20ឡានមានសុទ្ធតែទឹកនិងនំវីស្គីបើកសម្ដៅទៅតំបន់គ្រោះមហន្តរាយបែបនេះតើឲ្យខ្ញុំរត់គេចទៅណា40នាទីមុននេះខ្ញុំទទួលបានទូរស័ព្ទពីមិត្តភ័ក្តិនៅការិយាល័យហូតុនិយមលីនស៊ីការរញ្ជួយដីទើបតែកើតឡើងទីក្រុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្តាច់ស្ថានភាពផ្លូវមិនទាន់ច្បាស់នៅតំបន់ក្បែររាប់រយគីឡូម៉ែត្រនេះគឺពិបាកនឹងរកស្បៀងអាហារដែលប្រមូលផ្ដុំគ្នាច្រើនបែបនេះភ្លាមណាស់បើធ្វើតាមនីតិវិធីធម្មតាត្រូវប្រជុំសុំការអនុម័តនិងជូនដំណឹងដល់អតិថិជនយ៉ាងលឿនក៏ប្រើពេលមួយថ្ងៃដែរខ្វះទាំងអាហារគេរងចាំមួយចុះបើលោកធ្វើបែបនេះតើក្រុមហ៊ុននឹងទៅជាយ៉ាងណាអ្វីដែលត្រូវសងគឺត្រូវតែសងក្រុមហ៊ុនអាចកសាងឡើងវិញបានតែអាយុជីវិតមនុស្សរងចាំមិនបានទេគាត់ពិតជាទៅដឹកស្បៀងអាហារមែនគេជេរគាត់ពេញអ៊ីនធឺណិតទៅហើយតែគាត់មិនបកស្រាយសំបីមួយម៉ាត់សុំទោសផងអំបញ្ញមិញនេះដោយសារតែភារកិច្ចឥឡូវនេះសូមលោកសហការចូលក្នុងក្បួនសង្គ្រោះបន្ទាន់របស់យើងឲ្យតែអាចទៅដល់ទីនោះបានឲ្យខ្ញុំសហការបែបណាក៏បានដែរទីបញ្ជាការនេះគឺជាក្រុមល្បាតផ្លូវល្បឿនលឿនទី3យើងបានប្រទះឃើញក្បួនរថយន្តសង្គ្រោះបន្ទាន់របស់ពលរដ្ឋជាប្រភេទឡានដឹកទំនិញធុនធ្ងន់20គ្រឿងតែផ្ទុកពេញទៅដោយទឹកបរិសុទ្ធមានអាហារកញ្ចប់នំស្ងួតនិងនំប៉័ងគោលដៅគឺតំបន់គ្រោះមហន្តរាយលីនស៊ីសូមការអនុញ្ញាតបើកផ្លូវអាទិភាពសូមបញ្ជាក់ពីប្រភេទនៃទំនិញបានបញ្ជាក់ផ្ទាល់នៅកន្លែងហើយមួយឡាននេះសុទ្ធតែជាស្បៀងអាហារសង្គ្រោះបន្ទាន់និងទឹកបរិសុទ្ធបានហើយថៅកែចេញខ្ញុំនឹងទៅជួយបើកផ្លូវនៅខាងមុខសូមបើកតាមខ្ញុំឲ្យជាប់មកបងចៅចេញឡានទៅលោកអគ្គនាយកចេញអំបញ្ញមិញខ្ញុំថែមទាំងសង្ស័យលោកទៀតជារឿងធម្មតាទេធម្មតាស្អីទៅខ្ញុំពិតជារំភើបចង់យំទៅហើយកុំខ្ជះខ្ជាយកម្លាំងអីខំប្រឹងបើកទៅឲ្យដល់លីនស៊ីទើបជារឿងសំខាន់បំផុតបាទ
បើប្រាប់មុនប្រកាសជាមានគេមករារាំងហើយយើងប្រកាសជាមានចំនួនមិនខានអរគុណសុវត្ថិភាពជាចម្បងរក្សាចម្ងាយរវាងឡានផងស្ដាប់តាមការបញ្ជាឡានទាំងអស់សូមប្រុងប្រយ័ត្នរក្សាជួរតាមពីក្រោយឡានមុខឲ្យជាប់កុំវាជែងកុំបើកបរពេលល្ងុយអញ្ញាធិបប្រកាសជាស្ទាក់ចាប់គេហើយខ្ញុំជឿថារឿងនេះគង់តែលាតត្រដាងទេគ្រប់គ្រងលោកអគ្គនាយកលេខក្នុងការទាមទារយុត្តិធម៌មិនអាចឲ្យមនុស្សល្អត្រូវរងគ្រោះទេចាំសិននៅលេងខៃមាននឹងជួយដីនៅលេងខៃមាននឹងជួយដីព័ត៌មានលោតមកហើយកម្រិត 5.8 រិចតស្ថានភាពធ្ងន់ធ្ងរមួយអ៊ីនធឺណិតកំពុងស្វែងរកជំនួយសង្គ្រោះបន្ទាន់មើលទៅក្បួនឡានរបស់ Chenmo ដូចជាកំពុងតម្រង់ទៅលេងខៃទេដល់អាចជឿពាក្យចាំអារ៉ាបើគេទៅជួយសង្គ្រោះមែនហេតុអ្វីមិនប្រាប់ខ្ញុំហេតុអ្វីត្រូវបញ្ចេញខ្ញុំពីក្រុមហ៊ុនហេតុអ្វីត្រូវដណ្ដើមទំនិញអតិថិជនតែគាត់ពិតជាធ្វើដំណើរទៅទីនោះមែនណាកុំតន់អាចជេរគាត់អីចុះបើគាត់ពិតជាទៅជួយសង្គ្រោះមែននោះអញ្ចឹងរឿងនេះអាចមកពីគាត់តក់ក្រហល់ពេកទេដឹងឬមួយក៏ចង់លាក់ទំនិញមនុស្សបែបហ្នឹងមិននឹងអាចមានចិត្តធម៌ភ្លាមទៅអ្នកមានថ្លៃឆ្នាំខែនេះខ្ញុំចេញសិនហើយចុះស្ថានភាពផ្លូវខាងមុខមានការប្រែប្រួលក្បួនឡានស្ម័គ្រចិត្តទៅមុនឡានផ្សេងទៀតពិនិត្យសាំងហើយរក្សាជួរឡានលេខ3សាំងនៅសល់ពាក់កណ្ដាលស្ថានភាពមើលផ្លូវមិនសូវច្បាស់ទេឡានលេខ7តែកុំបដូរវិញគ្នារួចរាល់ឡានទី1ទទួលជ្រាបលោកគ្រូអ្នកបើកបរទាំងអស់គ្នាស៊ូបន្តិចទៅពេលដល់លេងខៃថ្លៃដឹកជញ្ជូននិងប្រាក់ឧបត្ថម្ភទាំងអស់ខ្ញុំនឹងទូទាត់ជូនមិនឲ្យខ្វះមួយសេនឡើយពេលនេះអ្វីដែលសំខាន់បំផុតគឺត្រូវទៅដល់ដោយសុវត្ថិភាពថៅកែនិយាយរឿងលុយកាក់អីពេលនេះឲ្យតែដឹងថាបានយកអីវ៉ាន់មកជួយតំបន់រងគ្រោះពួកយើងស្ងប់ចិត្តហើយមិញនេះប្រពន្ធនៅផ្ទះទើបតែទូរស័ព្ទមកជេរខ្ញុំសោះតែពេលនេះខ្ញុំសុំចុះទំនិញមុនគេអរគុណបងប្អូនទាំងអស់គ្នាជាទៀតក៏ព្រមដែរថៅកែចែនទីនេះជាកន្លែងចម្រុកទី1កំពុងខ្វះខាតទឹកខ្លាំងជាងគេតោះបងប្អូនចុះពីលើឡានទម្លាក់អីវ៉ាន់មកចែកទឹកសិនចាំចែកនំប៉័ងតាមក្រោយអាទិភាពឲ្យចាស់ក្មេងនិងអ្នករបួសមុនកុំប្រជ្រៀតគ្នាលើកបញ្ជូនចូលទៅម្ដងមួយកេះមកខាងនេះជួយគ្នាបន្តិចមកទឹកមកដល់ខាងនេះហើយទម្លាក់មកទឹកមានទឹកផឹកហើយកូនខ្ញុំអត់ទឹកផឹកមួយថ្ងៃហើយពេលរញ្ជួយដីភ្លាមរត់អត់ទាន់បានយកអីមកសោះយកឲ្យក្មេងផឹកសិនទៅទីនេះគឺជំរំសង្គ្រោះទី1នៅលេងខៃរញ្ជួយដីកាត់ឡើងមិនទាន់បាន24ម៉ោងផងពេលនេះអ្វីដែលកន្លែងចម្រុកខ្វះខាតបំផុតគឺទឹកបរិភោគនិងអាហារសម្រន់សូមទស្សនាខាងក្រោយខ្នងនាងខ្ញុំលោកពូក្មួយសូមសួរតិចមើលតើនេះជាក្បួនឡានសង្គ្រោះរបស់អង្គភាពណាដែរហេតុអ្វីបានមកដល់លឿនម្ល៉េះមិនមែនក្រុមសង្គ្រោះទេចុះលោកជាគឺថៅកែលក់ទំនិញដុំតើលោកគឺថៅកែ Chenmo ដែលកំពុងល្បីក្រៅពេញអ៊ីនធឺណិតនឹងមែនទេខាងនោះខ្វះនំប៉័ងយក5កេសទៅខាងនោះសិនទៅទស្សនិកជនជាទីមេត្រីសូមទស្សនាក្បួនឡានដឹកទំនិញសប្បុរសធម៌មួយនេះតាមពិតទៅគឺជាក្រុមដែលកំពុងរងការរិះគន់នៅលើបណ្ដាឡានរបស់ក្រុមហ៊ុន Maui សោះពួកគេមិនមែនលួចបន្លំទំនិញទេតែក្នុងពេលមានអាសន្ននៅលេងសៃភ្លាមពួកគេបាននាំយកអាហារនិងទឹកចំនួន20ឡានមកដល់តំបន់រងគ្រោះមុនគេបង្អស់លោក Chen បានបញ្ជាក់ថាគាត់គ្រាន់តែជាអ្នកលក់ដុំធម្មតាម្នាក់ប៉ុណ្ណោះបន្ទាប់ពីរញ្ជួយដីនៅលេងសៃភ្លាមគាត់បានប្រញាប់ប្រញាល់ទាញកូនទំនិញក្រុមហ៊ុនមកសង្គ្រោះបន្ទាន់ទើបបណ្ដាលឲ្យមហាជនយល់ច្រឡំយ៉ាងនេះគាត់ពិតជាទៅជួយសង្គ្រោះមែនមិញនេះអ្នកណានាំមកគេជាគាត់គេខំយកអីវ៉ាន់ទៅជួយអ្នកស្រុកត្រូវគេជេរដល់ថ្នាក់ហ្នឹងអញនៅមានមុខឡាយធ្វើខ្លួនកំសត់ទៀតខ្ញុំមិនដឹងទេដោះស្រាយរឿងនេះឲ្យច្បាស់សិនទៅគាត់មិនបានប្រាប់ខ្ញុំសោះរឿងគ្រប់យ៉ាងសុទ្ធតែមានហេតុផលប្រញាប់សុំទោសគេភ្លាមទៅគាត់ឲ្យលោកហេតុអីគាត់មិនព្រមនិយាយហេតុអីមិនព្រមហាប់មាត់សំបីមួយម៉ាត់អ្នកនាងវ៉ៃអញ្ជើញមកទៀតហើយអ្នកមីងថ្ងៃនេះសុខភាពយ៉ាងម៉េចដែរមើលទៅស្រស់បោះជាងម្សិលមិញអំបញ្ញមិញមីងទៅតែសួររកឡៃវីតាឈៀវេនាំឲ្យក្មួយលំបាកជើងដើមមកទៀតហើយមិនលំបាកទេអ្នកមីងថ្ងៃនេះខ្ញុំរំងាស់បបរមកជូនគ្រូពេទ្យប្រាប់ថាអ្នកមីងអាចញ៉ាំបានបន្តិចហើយឈៀវីមានរឿងមែនទេមីងឃើញទូរស័ព្ទរបស់អ្នកកំដរគេកំពុងឆ្លុះគ្នាខ្លាំងណាស់អ្នកមីងសូមសម្រាប់ថែទាំសុខភាពសិនទៅចាស់ក្រុមហ៊ុនពិតជាមានរឿងមិនទាន់មែនតែមិនមែនជារឿងអាក្រក់ទេ Chenmo និង Livy សុទ្ធតែជាមនុស្សចិត្តក្តៅដូចគ្នានិយាយប៉ះទង្គិចគ្នាបន្តិចបន្តួចជារឿងធម្មតាចាំរឿងគ្រប់យ៉ាងច្បាស់លាស់លោក Livy នឹងយល់ដោយខ្លួនឯងហើយ Chenmo ក្មេងនេះមិនចូលចិត្តបកស្រាយទេចំណែក Livy ក៏រឹងរូសក្មេងពីរនាក់នេះតាំងពីតូចមកគឺបែបនេះឯងអីចឹងហើយទើបយើងត្រូវទុកពេលវេលាឲ្យពួកគេបន្តិចក្មួយរៀបការជាមួយ Chenmo ប៉ុន្មានឆ្នាំនេះច្បាស់ជាហត់នឿយហើយក្នុងចិត្តគេមានរឿងអ្វីគាត់មិនសូវមកទេពេលគាត់មិននិយាយខ្ញុំក៏បានត្រឹមតែមើលគាត់ពេលដែលគាត់បោះជំហានទៅមុខក្នុងផ្ទះត្រូវតែមានម្នាក់រងចាំឲ្យភ្លើងបំភ្លឺផ្លូវគាត់ក្មួយក៏កុំហត់នឿយពេកអី NN នៅក្មេងនៅឡើយ NN ក្មេងល្អណាស់យប់មិញនាងគូរូបឡានធំមួយថានឹងរងចាំប៉ាត្រឡប់មកវិញអ្នកមីងញ៉ាំទឹកបន្តិចសិនទៅចាស់សោះរឿងខាងក្រៅទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះ
មានរឿងនិយាយតាមដំណើររឿងប្តឹងផ្ដាល់កុំទាន់អាលើកយកមកនិយាយពេលនេះទំនិញមួយវគ្គនោះចាត់ទុកថាខ្ញុំជាអ្នកបរិច្ចាគទៅតំបន់រងគ្រោះចុះហើយខ្ញុំផ្ទាល់នឹងបន្ថែមទំនិញមួយវគ្គទៀតលោកយល់យ៉ាងណាដែរប៉ុន្តែត្រូវតែធ្វើតាមនីតិវិធីផ្លូវការហើយបញ្ជាក់ពីគោលដៅឲ្យបានច្បាស់លាស់ជាសាធារណៈឈិនមកឯងចាត់ទុកខ្ញុំជាមនុស្សបែបណានិយាយមករឿងធំបែបនេះហេតុអីក៏មិនប្រាប់ខ្ញុំមួយម៉ាត់ប្រាប់ឯងដើម្បីឲ្យឯងមករែកពន្ធបំណុលជាមួយយើងនឹងអីអញគិតថាយើងធ្វើបែបនេះដើម្បីចង់បានមុខមាត់មែនទេទីនេះអាចមានរញ្ជួយដីកើតឡើងគ្រប់វិនាទីផ្លូវអាចនឹងត្រូវកាត់ផ្ដាច់គ្រប់ពេលស្បៀងអាហារក៏អាចនឹងខ្វះខាតខាងក្រុមហ៊ុនត្រូវសងការខូចខាតអតិថិជនតាមទីសំណងរឿងទូទាត់លុយឲ្យម្ចាស់បំណុលទៀតតើមានមួយណាដែលមិនពិបាកដោះស្រាយនោះចុះលុយថ្លៃព្យាបាលជំងឺអ្នកមីងខែនេះគិតយ៉ាងម៉េចយើងដឹកស្បៀងមកតំបន់រងគ្រោះបែបនេះក្រុមហ៊ុននឹងប្រឈមមុខនឹងការសងបំណុលគេយ៉ាងសន្ធឹកសន្ធាប់ហើយអាចនឹងខ្សែធនទាំងស្រុងក៏ថាបានបើយើងមិនដេញឯងចេញពីក្រុមហ៊ុនទេក្នុងនាមឯងជាដៃគូអាជីវកម្មឯងច្បាស់ជាត្រូវរែកពន្ធបំណុលទាំងនេះជាមួយយើងមិនខានទេម្ដាយឯងកំពុងនៅមន្ទីរពេទ្យនៅឡើយតើឯងមានស្អីទៅទប់ទល់នោះខ្ញុំសុខចិត្តឲ្យលុយទៅឯងហើយទទួលឈ្មោះអាក្រក់ដើម្បីឲ្យឯងអាចដកខ្លួនចេញបានដោយសុវត្ថិភាពទោះឯងស្អប់ខ្ញុំឬជាប្រតិខ្ញុំយ៉ាងណាក៏ដោយក៏យ៉ាងហោចណាស់ឯងមិនបាច់ត្រូវមកកលីជាមួយខ្ញុំដែរមើលថែអ្នកមីងឲ្យបានល្អទៅចំណែករឿងនៅមន្ទីរពេទ្យលីងវ៉ានឹងជួយមើលការខុសត្រូវហើយចង្រៃឲ្យនាងបានដឹងរឿងនេះហើយនាងមានភាពនឹងណោជាងឯងទៅទៀតលោកពូអរគុណលោកពូសម្រាប់ទឹកមួយដបនេះយកចុះនៅមានច្រើនទៀតលោកប្រធាននៅតង់សង្គ្រោះបន្ទាន់កំពុងតែខ្វះភួយនឹងនំស្ងួតប្រញាប់ដឹកយកទៅទីនោះភ្លាមទៅចំណែកខាងមនុស្សចាស់និងក្មេងត្រូវថែមនំប៉័ង2ធុងទៀតតាមពិតគាត់ពិតជាមកទីនេះមែនតាមពិតទំនិញ20 ឡាននោះគឺគាត់ពិតជាមិនបានធ្វើដើម្បីប្រយោជន៍ខ្លួនឯងឡើយសូមទោសទីនេះជាកន្លែងផ្ដោតជំរកបន្ទាន់មិនអាចចូលផ្ដេសផ្ដាស់បានទេខ្ញុំមករកចិនមកខ្ញុំជាបងប្អូនរបស់គាត់សូមចុះឈ្មោះសិនហើយប្រាប់ពីគោលបំណងផងខ្ញុំពិតជាបងប្អូនរបស់គាត់មែនខ្ញុំឈ្មោះលីវ៉ៃជាលីវ៉ៃមកពីក្រុមហ៊ុនពាណិជ្ជកម្មម៉ូវ៉ៃលោកប្រធានលីចុះចិនម៉ូនៅណាចុះលោកមកទីនេះធ្វើអីខ្ញុំសួរនាងថាចិនម៉ូនៅណាគាត់នៅតំបន់ស្តុកអំណោយទើបតែជួយលើកនំប៉័ងរួចអំបញ្ញមិញនេះនាំខ្ញុំទៅជួបគាត់ភ្លាមទៅចុះឈ្មោះសិនទៅទីនេះមិនមែនជាក្រុមហ៊ុនលោកទេមិនអាចចូលច្រងៀងបានឡើយកុំរំខានដល់ការជួយសង្គ្រោះអីគ្រាន់តែថតទិដ្ឋភាពទុកសិនទៅបានហើយខ្ញុំធ្លាប់ឡាយយំរៀបរាប់ថាក្រុមហ៊ុនពួកយើងចិត្តរលាយហើយប៉ុន្តែអ្នកនៅទីនេះសូម្បីតែផ្ទះសម្បែងក៏លែងមានសេះសល់ដែរលោកប្រធានចឹងនៅខាងក្រៅមានមនុស្សម្នាក់ប្រឡាក់ដីពេញខ្លួនមកសុំជួបលោកគាត់ប្រាប់ថាគាត់ជាបងប្អូនរបស់លោកប្រាប់គេឲ្យត្រឡប់ទៅវិញទៅខ្ញុំគ្មានបងប្អូនណាដែលល្ងងបែបនេះទេងើបឡើងសម្លាញ់ចឹងខ្ញុំខុសហើយខ្ញុំប្រាប់ឲ្យងើបឡើងមានអីនិយាយមកខ្ញុំមិនងើបទេអញសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីតែការពារខ្ញុំសូម្បីតែកិត្តិយសក៏អញមិនខ្វល់សូម្បីតែក្រុមហ៊ុនក៏អញសុខចិត្តបោះបង់ចោលតែខ្ញុំបែរជាទៅបង្ហោះជាប្រមាថថៃនៅលើអ៊ីនធឺណិតទៅវិញខ្ញុំថែមទាំងប្រើពាក្យសម្ដីអាក្រក់ស្ដីបន្ទោសឲ្យអញទៀតបានហើយឈប់និយាយទៅខ្ញុំស្មានថាលោកប្រធានក្បត់ខ្ញុំស្មានថាលោកប្រធានចង់បោះបង់ក្រុមហ៊ុនចោលខ្ញុំមិនបានដឹងសោះខ្ញុំពិតជាមិនដឹងមែនថាលោកប្រធានធ្វើបែបនេះគឺដើម្បីតែឲ្យខ្ញុំរែកពន្ធបំណុលគេចុះឥឡូវដឹងការពិតហើយមែនទេបើដឹងហើយឆាប់ក្រោកឡើងមកលោកប្រធានជិះខ្ញុំមកចោះខ្ញុំគ្មានពេលទេបើមានកម្លាំងយំយកកម្លាំងទៅធ្វើការងារទៅល្អជាងកន្លែងសង្គ្រោះបន្ទាន់កំពុងតែខ្វះទឹកដឹកយកទៅទីនោះភ្លាមទៅបាទខ្ញុំទៅធ្វើឥឡូវនេះហើយយ៉ាងម៉េចលើកនេះឯងពិតជាដឹងកំហុសហើយមែនទេបើដឹងហើយទីនេះមិនត្រូវការទឹកភ្នែកទេគឺបាញ់ស្បែកបែបរបៀបម៉ត់សលោដូចនីតិក្រេនីជប៉ុនអីចឹងអ្នកនរគ្នា accept ការជាមួយនឹងលេមួយនេះបាននៅក្នុងនោះមានជាមួយនឹងសារធាតុ collagen ខែនឹង alpha arbutin ដែលជួយទៅដល់ស្បែកដ៏ស្អាតនឹងធ្វើឲ្យស្បែកសភ្លឺថ្លារស្នាមអត់ខ្មៅហើយនឹងធ្វើឲ្យស្បែកស្មាពណ៌ស្អាតហើយចំពោះសាច់លេគេវិញគឺចេញមករបៀបលក្ខណៈរៀងក្អូបក្លិនបែបបឺរេហើយសាច់គេតុនហើយលាបឲ្យឆាប់ចូលស្បែកទៀតលាបឲ្យស្បែកតុនរលោងមានសំណើមព្រោះដោយសារតែមានជាមួយនឹង niacinamide ហើយនឹងវីតាមីន E ថែមទៀតត្រូវការអ្នកធ្វើការថតយកឈុតនេះទុកទៅប៉ុន្តែកុំកាត់ឲ្យមើលទៅរំជួលចិត្តពេកចំណុចសំខាន់គឺត្រូវផ្ដោតលើការចែកអំណោយនិងសន្តិភាពនៅកន្លែងផ្ទាល់ទឹកមកដល់ហើយមាននំប៉័ងទៀតយកមកដាក់ខាងនេះមកឲ្យអ្នករបួសផឹកទឹកសិនទៅអរគុណច្រើនអ្នកទាំងអស់គ្នាប្រកាសជាហត់ហើយលោកពូតើលោកពូមកយកទឹកឲ្យពួកយើងមែនទេបាទត្រូវហើយអរគុណលោកពូពីមុនខ្ញុំតែងតែគិតថាការរកលុយគឺជារឿងសំខាន់បំផុតតែពេលនេះបានឃើញពួកគាត់ហើយទើបខ្ញុំដឹងថាពេលខ្លះទឹកមួយដបវាមានតម្លៃធំធេងជាងកិច្ចសន្យាមួយច្បាប់ទៅទៀតកិច្ចសន្យាក៏សំខាន់ក្រុមហ៊ុនក៏សំខាន់គ្រាន់តែក្នុងពេលខ្លះជីវិតមនុស្សសំខាន់ជាងអ្វីទាំងអស់ខ្ញុំយល់ពីទឹកចិត្តគាត់តែវាហាក់ដូចជាយឺតពេលទៅហើយបើយល់ហើយក៏ឈប់បន្ទោសខ្លួនឯងទៀតទៅថ្ងៃក្រោយបើមានរឿងបែបនេះទៀតអញកុំលាក់ទុកដោះស្រាយតែម្នាក់ឯងអី
អញខ្លាចថាធ្វើឲ្យពាក់ព័ន្ធដល់ខ្ញុំដឹងប៉ុន្តែពេលដែលអញដេញខ្ញុំចេញពីក្រុមហ៊ុននោះខ្ញុំពិតជាគិតថាអញលែងត្រូវការបងប្អូនម្នាក់នេះទៀតហើយពេលនោះបើខ្ញុំមិនដាច់ចិត្តធ្វើបែបហ្នឹងទេអញច្បាស់ជាមិនព្រមចេញទៅឡើយអញទុកចិត្តម្លេះថាខ្ញុំនឹងរារាំងអញនោះក៏អញបានរារាំងរួចហើយតើបានខ្ញុំព្រមសារភាពថ្ងៃក្រោយខ្ញុំនឹងកែប្រែចាំមើលសកម្មភាពជាក់ស្ដែងសិនខ្ញុំនឹងប្រើពេលមួយជីវិតដែលនៅសល់នេះដើម្បីបញ្ជាក់ប្រាប់ឯងទឹកសុទ្ធបានចែកអស់1200កេសហើយចំណែកនំប៉័ង400កេសមីកញ្ចប់ត្រូវទុកពាក់កណ្ដាលសិនសម្រាប់ចែកនៅជំរំស្នាក់នៅពេលយប់ខាងក្រុមគ្រូពេទ្យទើបតែមកទទួលយកនំស្ងួត20កេសបន្ថែមទៀតលោកប្រធានអ្នកនៅតំបន់តង់ខាងកើតប្រាប់ថាមានមនុស្សចាស់ច្រើនពួកគាត់ចង់បានអាហារណាដែលអាចឆុងទឹកក្តៅបានយកមីកញ្ចប់20កេសទៅទីនោះមុនទៅហើយយកទឹកទៅជាមួយផងចាំណាកុំចែកក្តេសផ្ដាស់ឲ្យសោះត្រូវចែកតាមបញ្ជីឈ្មោះអ្នកទទួលខុសត្រូវនៅកន្លែងចម្រុះបាទខ្ញុំយល់ហើយតាមពិតលោកបានគិតទុកមុនរួចហើយមែនទេថាត្រូវចែករបៀបម៉េចនោះខ្ញុំទើបតែគិតឃើញពេលជិះឡានមកតាមផ្លូវហ្នឹងទេតាមផ្លូវលោកនៅតែត្រូវគេជេរយ៉ាងហ្នឹងជេររឿងអីក៏មិនអាចខត់ឡានបានដែររឿងរ៉ាវដែលបណ្ដាលមកពីការឡាយរបស់ខ្ញុំនឹងជាអ្នកដោះស្រាយធ្វើការងារនៅទីនេះឲ្យហើយសិនទៅខ្ញុំដឹងពេលលោកព្រមយកខ្ញុំធ្វើការវាមិនអាចទូទាត់នឹងពាក្យសុំទោសមួយម៉ាត់ទេពេលខ្ញុំយកឯងគឺមិនមែនចង់ស្ដាប់ពាក្យសុំទោសទេគឺខ្ញុំមើលលើការពិតថ្ងៃក្រោយមុននឹងហើបមាត់និយាយអីត្រូវស្វែងយល់ពីការពិតសិនចាំទុកទៅប្រយ័ត្នមានរញ្ជួយដីបន្តបន្ទាប់សូមជិះចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីវារត់ទៅទីវាយឺតកុំរត់លឿនពេកស្ដាប់ណាប្រមូលអីវ៉ាន់ចេញឲ្យអ្នកទាំងនោះចេញទៅសិនតតែមកដល់តំបន់គ្រោះមហន្តរាយទើបខ្ញុំដឹងថានេះមិនមែនគ្រាន់តែជាព័ត៌មាននោះទេតែវាជាមនុស្សរស់នៅចំពោះមុខជាសម្លេងយំស្រែកនៅក្បែរត្រចៀកតោះយកម្នាក់មួយដប់ទៅចែកតាមកន្លែងសុវត្ថិភាពកុំគិតថាវាតិចប៉ុន្មានថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចកំពុងយល់សប្តិអញ្ចឹងតែក្នុងយល់សប្តិក៏ហត់យ៉ាងនេះដែរនឹងហើយបងចិនឥឡូវនៅលើអ៊ីនធឺណិតមានការផ្លាស់ប្ដូរទាំងស្រុងហើយអំបញ្ញមិញខ្ញុំឃើញមានគេថាបងជាអ្នកដើរបញ្ច្រាស់ទេថាបងជាវីរបុរសអ្នកណាគេនិយាយអ្នកដែលធ្លាប់ជាលោកពីមុនកំពុងតែសុំទោសហើយពាក្យសុំទោសមិនអាចសង្គ្រោះជីវិតមនុស្សបានទេលោកនេះមិនក៏មិនចេះរំភើបសោះអញ្ចឹងរំភើបអាចដូចជាអីបានលោកចិននៅតែជាលោកចិនពីមុនខ្ញុំគិតថាលោកមិនចូលចិត្តនិយាយព្រោះខ្ជិលរវល់ជាមួយគេឥឡូវទើបដឹងថាលោកទុកសម្ដីទាំងអស់យកទៅធ្វើជាសកម្មភាពវិញកុំសរសើរពេកខ្ញុំមិនទម្លាប់ទេមិនមែនសរសើរទេគឺពីមុនខ្ញុំចេះតែគិតស្រមៃខ្លួនឯងខាងម្ដាយខ្ញុំបងស្រីជាអ្នកមើលថែរហូតមកពេលថ្ងៃគាត់ទៅមន្ទីរពេទ្យពេលយប់គាត់រៀបចំឯកសារក្រុមហ៊ុនក្រោយពេលឡាយរួចគាត់មិនបានឆ្លោះហើយក៏មិនបានជួបមុខជាលោកដែរគាត់គ្រាន់តែរៀបចំកំណត់ត្រាពីសម្ភារៈការហៅទូរស័ព្ទរាល់ដងនិងពេលវេលានីមួយយ៉ាងច្បាស់លាស់បងស្រីគាត់ហ្មត់ចត់ជាងខ្ញុំគាត់តែងតែហ្មត់ចត់ជាងខ្ញុំជានិច្ចលោកចិននិយាយបែបនេះហាក់ដូចជាមានបង្អែកយ៉ាងរឹងមាំក្នុងចិត្តគាត់ធ្លាប់និយាយថាជួយមនុស្សត្រូវតែជួយច្បាំងក៏ត្រូវតែច្បាំងមនុស្សត្រូវតែត្រឡប់មកវិញហើយបញ្ហាក៏ត្រូវតែដោះស្រាយរឿងដំបូងពេលខ្ញុំត្រឡប់ទៅវិញគឺត្រូវសុំទោសគាត់មិនប្រកាន់ជាមួយអញទេអញ្ចឹងខ្ញុំនឹងបដូររបៀបសុំទោសវិញលោកចិននេះជាបញ្ជីទទួលសម្ភារៈទឹកអាហារកញ្ចប់នំប៉័ងខាប់ចុះហត្ថលេខាទទួលសិនទៅបើខ្វះអីទៀតទំនាក់ទំនងលេខនេះផ្ទាល់មកដាក់ឈ្មោះខ្ញុំលោកទទួលខាងផ្លូវហើយមើលការខុសត្រូវអ្នកបើកបរផងបានទុកឲ្យខ្ញុំចុះលោកចិនតើអាចផ្ដល់បទសម្ភាសន៍ខ្លីមួយបានទេមានមនុស្សច្រើនណាស់ចង់ដឹងថាហេតុអ្វីបានជាលោកមិនបកស្រាយនៅពេលនោះគ្មានអីត្រូវនិយាយទេពេលវេលាមិនគ្រប់គ្រាន់ទេឡានសង្គ្រោះត្រូវទៅដល់មុនចុះរឿងសំណងដែលក្រុមហ៊ុនត្រូវប្រឈមមុខវិញដោះស្រាយតាមកុងត្រាត្រូវសុំទោសគឺសុំទោសត្រូវសងគឺសងការជួយសង្គ្រោះមិនមែនជាលេសសម្រាប់កិច្ចវិពីការទទួលខុសត្រូវខាងអាជីវកម្មទេលោកមិនបារម្ភថាក្រុមហ៊ុននឹងដួលរំទេបារម្ភតែការបារម្ភមិនអាចដោះស្រាយបញ្ហាខ្វះទឹកនៅចំពោះមុខបានទេខ្វះស្បៀងហើយក៏មិនអាចដូរជានំប៉័ងក្នុងដៃពួកគេបានដែររឿងឡាយនោះគឺមកពីខ្ញុំមិនបានគិតឲ្យច្បាស់ពីការពិតទើបវាកើតឡើងខ្ញុំនឹងសុំទោសជាសាធារណៈហើយក៏នឹងទទួលខុសត្រូវជាមួយបងចិនដែរលើរាល់បញ្ហារបស់ក្រុមហ៊ុននៅពេលក្រោយអ្នកទាំងពីរត្រូវរកគ្នាវិញហើយជាបងប្អូនការយល់ច្រឡំអាចដោះស្រាយបានតែការទទួលខុសត្រូវមិនអាចគេចវាបានទេអាលីអញនៅតែជាភាគហ៊ុនគូកុនរបស់ក្រុមហ៊ុនកុំគិតចង់ទម្លាក់កំហុសឲ្យសោះមិនមែនបងជាអ្នកឲ្យខ្ញុំដកភាគហ៊ុនទេនោះគឺដើម្បីជួយទាញឯងចេញពីបញ្ហាឥឡូវអញរត់មកវិញដោយខ្លួនឯងដកខ្លួនលេងរួចហើយដកលេងរួចក៏នឹងទៅសងទាំងអស់គ្នាកុំតន់អារំភើបអីផ្លូវត្រឡប់ទៅវិញមិនទាន់បើកស្រួលបួទេខាងផ្លូវគុំនីគុំប្រាប់ថាមុនពេលថ្ងៃត្រង់អាចបើកឲ្យរថផ្លូវមកខាងបានអញ្ចឹងត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញនៅមានទំនិញត្រូវបញ្ចេញការសងជំងឺចិត្តនិងការបកស្រាយគឺមិនអាចខ្វះមួយណាបានទេអ្នកដែលស្ម័គ្រចិត្តជួយដឹកត្រូវទូទាត់លុយឲ្យពួកគេមុនគេ
រីឯការងារបន្ទាប់គឺធ្វើតាមកុងត្រាធម្មតាកុំធ្វើការដោយមិនយកកម្រៃអីគួរតែយកលុយគឺត្រូវតែយកគ្រប់គ្នាសុទ្ធតែត្រូវចិញ្ចឹមគ្រួសារបងចៅនិយាយត្រូវហើយទឹកចិត្តមិនអាចជំនួសប្រាក់ខែបានទេប្រាក់ឧបត្ថម្ភសម្រាប់អ្នកបើកបរខ្ញុំជាអ្នកចេញត្រឡប់ទៅវិញថ្ងៃនេះនឹងបើកឲ្យលោកលីលើកនេះសូមឲ្យច្បាស់លាស់បន្តិចទៅត្រូវតែច្បាស់លាស់បើមិនច្បាស់លាស់ទៀតខ្ញុំខ្លួនឯងក៏មើលងាយខ្លួនឯងដែរប្រាប់ឲ្យឯងត្រឡប់ទៅវិញកុំបង្កបញ្ហាថែមនេះពិតជាដូចពាក្យដែលបងស្រីនឹងនិយាយមែនពាក្យដើមរបស់គាត់សុភាពជាងនេះនឹងគាត់យកមុខមាត់អញហើយលោកចេងលើកនេះក្រៅមិនធម្មតាទេតើមិនមែនលោកចូលចិត្តការឡាយទេហ៎កុំរំលឹកពីរឿងនោះអីលោកប្អូនចេងទីបំផុតលោកព្រមត្រឡប់មកវិញហើយលោកវាងរឿងកន្លងមកគឺជាការយល់ច្រឡំទេសុទ្ធតែជាការយល់ច្រឡំទាំងអស់ទឹកចិត្តដ៏ទូលំទូលាយរបស់លោកខ្ញុំពិតជាកោតសរសើរមែនសម្រាប់កិច្ចសន្យាផ្គត់ផ្គង់ទំនិញ5ឆ្នាំទៅមុខចំពោះប្រាក់ចំណេញខ្ញុំសុខចិត្តបញ្ចុះជូន 3% ចាត់ទុកថាជាការដូរស្វាគមន៍លោកត្រឡប់មកវិញហើយក៏ចាត់ទុកជាការគាំទ្រដល់ក្រុមហ៊ុនដែលមានទំនួលខុសត្រូវមួយនេះដែរអ្នកគ្រប់គ្រងលីលើកនេះទុកឲ្យនាងជាអ្នកចុះហត្ថលេខាចុះព្រោះផ្នែកបញ្ជីទិញនិងលក់ចេញស្ថិតក្រោមការគ្រប់គ្រងរបស់នាងស្រាប់ហើយមិនព្រមឲ្យខ្ញុំស៊ីញ៉េទេអរគុណលោកគ្រូពេទ្យខ្ញុំនឹងទៅទីនោះឥឡូវនេះលោកចេនម៉ាក់ខ្ញុំដឹងខ្លួនវិញហើយលោកគ្រូពេទ្យប្រាប់ថាការវះកាត់ដំណើរការយ៉ាងរលូនខ្ញុំមិនអីទេអ្នកគ្រប់គ្រងលីប៉ុន្មានថ្ងៃនេះច្បាស់ជាហត់នឿយខ្លាំងណាស់ហើយប្រាក់ដែលលោកទុកឲ្យខ្ញុំនោះគឺបានជួយដោះស្រាយការចំណាយដ៏សំខាន់ទាន់ពេលតែម្ដងលែងដៃសិនទៅហើយប្រញាប់ទៅមន្ទីរពេទ្យចុះកិច្ចសន្យានោះឯណាចាំត្រឡប់មកវិញសឹមចុះហត្ថលេខាមិនប្រញាប់ទេអ្នកម្ដាយទៅជារឿងដែលសំខាន់ជាងគេខ្សែស្បែកជើងគេឈ្មោះក្រុមហ៊ុនយើងស្ដារបានមកវិញហើយការបញ្ជាទិញក៏កើនឡើងយ៉ាងច្រើនដែរប៉ុន្តែទំនិញក្នុងឃ្លាំងគឺដាច់ស្តុកអស់រលីងហើយជំរាបសួរទីនេះក្រុមហ៊ុនពាណិជ្ជកម្មមកវាយចាស់ត្រូវហើយលោកអគ្គនាយកចេញបានត្រឡប់មកវិញហើយទំនិញតម្លៃ500000ចាស់ខ្ញុំនឹងកត់ត្រាទុកសួស្ដីចាស់សម្រាប់ការបញ្ជាទិញគឺតម្រូវឲ្យកត់ទុកជាមុនពួកយើងនឹងធ្វើការកត់ត្រាទុកសិនពេលនេះទំនិញពិតជាដាច់ស្តុកមែនចាស់សូមកុំទាន់អភ័យចាស់ការស្នើសុំប្រូម៉ូសិនអាចចាត់ការបានភ្លាមលោកអគ្គនាយកការបញ្ជាទិញលើប្រព័ន្ធអនឡាញកើនឡើងទ្វេដងទៀតហើយផ្នែកបម្រើអតិថិជនតបសារលេងទាន់ហើយទៅលាងដៃសិនទៅរួចរុំរបួសឲ្យហើយសិនខ្ញុំមិនអីទេចាត់ការរឿងការងារសិនទៅក្រុមហ៊ុនកំពុងត្រូវការលោកមិនខ្វះទេអាពេល3នាទីហ្នឹងប៉ុន្មានថ្ងៃនេះនាងនឿយហត់ខ្លាំងហើយផ្ទះមិនវឹកវរមន្ទីរពេទ្យមិនវឹកវរក្រុមហ៊ុនក៏មិនវឹកវរដែរខ្ញុំដឹងហើយបើលោកដឹងខ្លួនឯងក៏ល្អហើយថ្ងៃក្រោយបើមានរឿងធំបែបនេះទៀតលោកមិនបាច់បកស្រាយប្រាប់អ្នកក្រៅក៏បានតែយ៉ាងហោចណាស់ក៏គួរតែប្រាប់ខ្ញុំឲ្យបានដឹងមុនមួយម៉ាត់ដែរខ្ញុំខ្លាចនាងបារម្ភស្ងាត់ស្ងៀមលោកចង់សម្រុកទៅមុខទៀតក៏បានប៉ុន្តែត្រូវចាំណានៅពីក្រោយលោកគឺមានទាំងផ្ទះមានទាំងក្រុមហ៊ុនលោកមិនមែននៅម្នាក់ឯងនោះទេមានរឿងអីត្រឹមតែ1ម៉ោងមិញនេះចំនួនការបញ្ជាទិញបានកើនឡើងច្រើនជាងប៉ុន្មានខែមុនបូកបញ្ចូលគ្នាទៅទៀតខាងផ្នែកបច្ចេកទេសប្រាប់ថាឥឡូវនេះប្រព័ន្ធកំពុងតែពង្រីកទំហំផ្ទុកជាបន្ទាន់យើងត្រូវដាក់វិន័យឲ្យបានច្បាស់សិនកាន់តែមានអ្នកគ្រប់គ្រងកាន់តែមិនត្រូវវឹកវរលោកអគ្គនាយកប្រព័ន្ធត្រូវបានពង្រីកទំហំផ្ទុកបណ្ដោះអាសន្នម្ដងហើយប៉ុន្តែចំនួនអ្នកចូលមើលនៅតែកើនឡើងឥតឈប់ទាំងនៅលើ platform វីដេអូខ្លីទាំងទំព័រព័ត៌មាននិងបណ្ដាញសង្គមតែមានអ្នក share link page របស់ក្រុមហ៊ុនយើងការបញ្ជាទិញជាច្រើនបានសរសេរបញ្ជាក់ថាមិនបាច់ប្រញាប់ដឹកជញ្ជូនតែមានអតិថិជន comment ថាពួកគេកំងទុកសិនចាំយើងមានទំនិញក្នុងស្តុកវិញសឹមផ្ញើឲ្យអគ្គនាយកអតិថិជនម្នាក់នេះប្រាប់ថាទំនិញដែលគាត់បានទិញនឹងមិនបាច់ផ្ញើទៅឲ្យគាត់ទេគាត់ចង់ឲ្យក្រុមហ៊ុនយើងទុកសម្រាប់ចែកជូនដល់អ្នកដែលបរិច្ចាគបន្តឲ្យគេដោយផ្ទាល់តែម្ដងមុននឹងសម្រេចចិត្តយកទំនិញនោះទៅបរិច្ចាគត្រូវសុំការអនុញ្ញាតពីអតិថិជនជាមុនសិនត្រូវការពីឯកជនភាពរបស់ពួកគាត់ឲ្យបានលោកអតិថិជនលោកអគ្គនាយកចេនកំពុងនៅក្បែរខ្ញុំនេះតើលោកងាយស្រួលនិយាយផ្ទាល់ជាមួយគាត់ទេចាស់ងាយស្រួលតើខ្ញុំទើបតែមើលការ live ចប់កាលពីមុនខ្ញុំក៏ចេះតែជឿតាមគេហើយនិយាយស្ដីមិនល្អប៉ះពាល់ដល់ខ្ញុំពិតជាមានអារម្មណ៍មិនល្អខ្ញុំបានកំងមីកញ្ចប់ចំនួន20គេផ្ញើឲ្យខ្ញុំពេលណាក៏បានដែរហើយបើទៅថ្ងៃមុខមានកន្លែងណាត្រូវការចំនួនក្រុមហ៊ុនអាចយកវាទៅបរិច្ចាគចំនួនខ្ញុំក៏បានដែរលោកខ្លាំងណាស់ប៉ុន្តែក្រុមហ៊ុនមិនអាចទទួលលុយហើយធ្វើមិនដឹងមនុស្សនោះទេការបញ្ជាទិញមួយនេះយើងនឹងកត់ត្រាចូលបញ្ជីយ៉ាងច្បាស់លាស់បើសិនជាលោកចង់ទិញក្នុងគោលបំណងសប្បុរសធម៌រកទីដៅទំនិញទៅថ្ងៃមុខខាងយើងនឹងប្រកាសជាសាធារណៈខ្ញុំទិញដល់ទៅ20ឡានលោកនៅហ៊ានបរិច្ចាគដោយមិនស្ដាយខ្ញុំជឿថាមនុស្សដូចលោកមិនបោកប្រាស់អ្នកណាទេសម្រាប់ការទុកចិត្តលោកអគ្គនាយកខាងនេះមានអតិថិជនចង់និយាយជាមួយលោកផ្ទាល់លោកប្រធានជេនខ្ញុំបើកម៉ាតូចមួយអំបញ្ញមិញខ្ញុំទើបតែកំងទំនិញអស់50000ខ្ញុំមិនប្រញាប់ឲ្យដឹកមកឯឡើយទេខ្ញុំគ្រាន់តែចង់ប្រាប់លោកថាធ្វើជំនួញកុំខ្លាចយឺតពេកហើយក៏កុំខ្លាចលំបាកលោកជាមនុស្សល្អធ្លាប់ជួយសង្គ្រោះគេបាទអរគុណខ្លាំងណាស់សម្រាប់ការគាំទ្រប៉ុន្តែក្រុមហ៊ុននឹងប្រញាប់រៀបចំអីវ៉ាន់បញ្ជូនទៅឲ្យលឿនបំផុតមិនបាច់ប្រញាប់ទេលោកនាងជួយមើលការខុសត្រូវក្រុមហ៊ុនសិនទៅបើកប្រាក់ខែឲ្យអ្នកបើកបរនិងបុគ្គលិកឲ្យបានត្រឹមត្រូវយើងមិនអាចធ្វើឲ្យពួកគេខកបំណងចំពោះការទុកចិត្តនេះទេលោកអគ្គនាយក
អំបញ្ញមិញខ្ញុំគិតថាច្បាស់ជាត្រូវអតិថិជនជាតិហើយតែពេលនេះមានអតិថិជនជាច្រើនកំពុងតែផ្ញើសារមកលើកទឹកចិត្តខ្ញុំមានអ្នកខ្លះប្រាប់ទៀតថាបើឃ្លាំងយើងរវល់ខ្លាំងវិចខ្ចប់មិនទាន់ពួកគេស្ម័គ្រចិត្តមកជួយវិចខ្ចប់ដោយមិនគិតប្រាក់ទៀតប្រអប់សារក្នុងប្រព័ន្ធយើងក៏ផ្ទុះឡើងដែរតែមិនមែនជាការជេរប្រមាថទេតែជាសារគ្រប់គ្រងទាំងអស់កាន់តែស្ថិតក្នុងកាលៈទេសៈបែបនេះយើងកាន់តែត្រូវរក្សាវិន័យឲ្យបានខ្ជាប់ខ្ជួនទី1ត្រូវបង្ហោះសេចក្តីជូនដំណឹងនៅលើទំព័រដើមនៃគេហទំព័រភ្លាមបញ្ជាក់ប្រាប់អតិថិជនថាទំនិញកំពុងដាច់ស្តុកបណ្ដោះអាសន្នហើយប្រាប់ពីពេលវេលាជាក់លាក់ដែលប្រព័ន្ធទាមទារប្រាក់ត្រឡប់មកវិញត្រូវតែបើកដំណើរការជានិច្ចហើយលោកមានការទី2រាល់ការបញ្ជាទិញទាំងអស់ត្រូវបែងចែកនឹងកត់ត្រាជា3ធម្មតាយកព្រមរងចាំនិងប្រភេទត្រៀមទុកសម្រាប់សប្បុរសធម៌មិនអាចច្របូកច្របល់បានទេហើយក៏មិនចំតារាងនៃការឡើងដោយគ្មានភាពច្បាស់លាស់ការបែងចែកសិទ្ធិក៏រួចរាល់ដែរផ្នែកបម្រើអតិថិជនជាអ្នកបញ្ចូលទិន្នន័យផ្នែកហិរញ្ញវត្ថុជាអ្នកត្រួតពិនិត្យហើយលោកជាអ្នកសម្រេចចុងក្រោយទី3ដាច់ខាតមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើពាក្យថាវីរបុរសដើម្បីបញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញឡើយហាមបំផង់តួលេខទំនិញក្នុងស្តុកហើយហាមសន្យាពីពេលវេលាដឹកជញ្ជូនដែលយើងមិនអាចធ្វើបានឲ្យសោះចំពោះអតិថិជនដែលគ្រប់គ្រងក្រុមហ៊ុនយើងការគ្រប់គ្រងរបស់ពួកគេមិនមែនជាលេសឲ្យក្រុមហ៊ុនខ្ជិលច្រអូសនោះទេហើយការទុកចិត្តក៏មិនមែនជាទុនឲ្យក្រុមហ៊ុនធ្វើការដោយខ្ជិលខ្ជាដែលអតិថិជនសុខចិត្តរងចាំគឺជាសេចក្តីល្អរបស់អតិថិជនដូច្នេះក្រុមហ៊ុនត្រូវតែស័ក្តិសមនឹងសេចក្តីល្អមួយនេះទើបតែដឹងថាការដែលគេត្រូវការយើងគឺជារឿងសំខាន់ដល់ថ្នាក់នេះលោកយាយនេះជាឡានដឹកទំនិញដែលចៅគូបានស្អាតណាស់តើឡាននេះទៅណាទៅជួយអ្នកដែលត្រូវការទឹកព្រោះប៉ាប្រាប់ថាទឹកសំខាន់ណាស់ម៉ាក់កូនដឹងខុសហើយកូនដឹងហើយបានសុំទោសសៀវម៉ូឬនៅសុំទោសរួចហើយចុះបានសុំទោសសៀវវ៉ាន់ឬនៅបងថ្លៃខ្ញុំសុំទោសថ្ងៃនោះខ្ញុំឆេវឆាវពេកនិយាយរឿងមិនគួរនិយាយពេលឡាយធ្វើឲ្យបងពិបាកដោយសារខ្ញុំលែងហ៊ានទៀតហើយចាំទុកជាមេរៀនទៅក្រុមហ៊ុនចង់ដើរទៅមុខបានយូរអង្វែងមិនអាចពឹងលើភាពល្បីល្បាញមួយឆាវឬអារម្មណ៍ឆេវឆាវបានទេឯងជាម្ចាស់ភាគហ៊ុនមុននឹងហាមាត់និយាយអ្វីត្រូវទទួលខុសត្រូវចំពោះបុគ្គលិកអតិថិជននិងមនុស្សក្នុងគ្រួសារបាត់បងថ្លៃខ្ញុំចាំហើយសៀវវ៉ាន់អើយប៉ុន្មានថ្ងៃនេះហត់នាងហើយទាំងរឿងនៅមន្ទីរពេទ្យកូននិងក្រុមហ៊ុននាងត្រូវរ៉ាប់រងទាំងអស់អ្នកម៉ាក់ពេលគ្រួសារមានរឿងត្រូវតែមានម្នាក់នៅចាំទប់ចំហពេលដែលឈិនម៉ូកំពុងរត់នៅខាងមុខខ្ញុំត្រូវតែនៅពីក្រោយដើម្បីចាត់ចែងរឿងរ៉ាវឲ្យបានល្អបំផុតម៉ាក់ពូកែជាងគេយប់ឡើងម៉ាក់នៅជួយរៀបចំឯកសារនិងតារាងជាច្រើនឲ្យប៉ាទៀតសៀវជឿថ្ងៃក្រោយរឿងបញ្ជីក្រុមហ៊ុនខ្ញុំនឹងជួយពិនិត្យមើលជាមួយឯងមិនអាចទុកឡាវឈឿនរែកពុនម្នាក់ឯងទៀតទេតែមិនមែនពិនិត្យជាមួយខ្ញុំទេគឺត្រូវធ្វើតាមគោលការណ៍មនុស្សអាចនឹងហត់តែគោលការណ៍មិនអាចហត់ទេនេះជាតារាងចំណាត់ថ្នាក់អតិថិជនតារាងទំនាក់ទំនងអ្នកផ្គត់ផ្គង់និងតារាងប្រាក់ឧបត្ថម្ភអ្នកបើកបរបងរៀបចំរួចរាល់អស់ហើយណារសៀលនេះពេលអញទៅក្រុមហ៊ុនវិញត្រូវទូទាត់ប្រាក់ឲ្យអ្នកបើកបរជាមុនសិនឈឿនម៉ូកំពុងជួយសង្គ្រោះមនុស្សឯងដឹងច្បាស់ហើយក្រុមហ៊ុនចង់រស់ការងារគ្រប់យ៉ាងត្រូវតែមានអ្នកធ្វើបងថ្លៃពីមុនខ្ញុំគិតថាបងឈឿនគ្រាន់តែសំណាងបានប្រពន្ធចេះទុកដាក់ប៉ុន្តែពេលនេះទើបខ្ញុំដឹងថាបងមិនត្រឹមតែចេះទុកដាក់ទេថែមទាំងពូកែចាត់ចែងការងារទៀតកុំសរសើរពេកតាំងចិត្តធ្វើការទៅបាត់យល់ហើយប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភអ្នកបើកបរខ្ញុំនឹងទូទាត់ឲ្យអស់នៅថ្ងៃនេះខ្ញុំបានទៀងទាត់រួចរាល់ហើយទាំងផ្លាកលេខចម្ងាយផ្លូវនិងម៉ោងចេញឡានអត់មានបញ្ហាទេលោកនាយកលីលើកនេះល្អិតល្អន់ណាស់បើមិនល្អិតល្អន់ទៀតខ្ញុំប្រកាសជាខ្មាស់គេមិនខានគិតត្រឹមពេលនេះទំហំលក់អនឡាញកើនដល់ជាង8លានហើយដកប្រាក់ស្នើសុំបង្វិលវិញនឹងការបញ្ជាទិញសប្បុរសធម៌ព្រមទាំងថ្លៃសេវា platform ចេញសាច់ប្រាក់ដែលអាចប្រើបានមានប្រហែល5លាន6សែនហើយតួលេខនេះកំពុងតែកើនឡើងប៉ុន្មានថៅកែក្រុមហ៊ុនយើងអាចដកដង្ហើមបានវិញហើយនេះគ្រាន់តែអាចដកដង្ហើមបានមួយស្របប៉ុណ្ណោះលុយទាំងនេះមិនអាចចាត់ចែងផ្ដេសផ្ដាសបានទេទី1ប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភអ្នកបើកបរត្រូវទូទាត់ថ្ងៃនេះឲ្យអស់ទី2បើកប្រាក់ខែបុគ្គលិកមុនកំណត់ទី3ប្រាក់ទិញទំនិញពីអ្នកផ្គត់ផ្គង់ត្រូវកក់ទុកមុនតាមភាគរយមិនអាចឲ្យគេភ័យព្រួយពេលក្រុមហ៊ុនដកទំនិញទេទី4ការបញ្ជីទិញសម្រាប់សប្បុរសធម៌ត្រូវបែងចែកបញ្ជីដាច់ដោយឡែកមិនអាចប៉ះពាល់សំបីមួយសេនបាទយល់ហើយទី5ចេញរបាយការណ៍ប្រើប្រាស់ថវិកាជាសាធារណៈសំបីតែចាយលើអ្វីក៏ត្រូវបង្ហាញឲ្យច្បាស់ដែរអតិថិជនសុខចិត្តរងចាំដោយសារតែគេមានទំនុកចិត្តមិនអាចរក្សាបានត្រឹមពីអរគុណទេត្រូវឲ្យគេឃើញផ្ទាល់ភ្នែកថាលុយនោះយកទៅធ្វើអ្វីខ្លះលីងវ៉ាន់និយាយត្រូវយើងត្រូវតែធ្វើពីមុនខ្ញុំតែងគិតថាធ្វើរកស៊ីសំខាន់បំផុតគឺប្រឹងរកលុយតែពេលនេះទើបដឹងថាពេលខ្លះការបើកបង្ហាញបញ្ជីលុយកាក់ឲ្យច្បាស់លាស់ទើបធ្វើឲ្យយើងកាន់តែមានចំហររឹងមាំការយល់ដឹងរបស់លោកនាយកលីរីកចម្រើនលឿនណាស់លុយមកដល់ហើយតែអីវ៉ាន់មិនទាន់មកដល់ទេពេលបន្ទាប់នេះទើបជាការសាកល្បងពិតប្រាកដសួស្តីចាស់ការបញ្ជីទិញរបស់លោកអ្នកអាចរងចាំតាមធម្មតាឬអាចស្នើសុំបង្វិលប្រាក់វិញបានក្រុមហ៊ុនធានាមិនពន្យាពេលក្នុងការសងប្រាក់វិញទេអរគុណសម្រាប់ការយោគយល់ចាស់សារបញ្ជីទិញសរសេរថាថៅកែឈឿនកុំទាន់អល់ភ័យបើកប្រាក់ខែឲ្យអ្នកបើកបរជាមុនសិនទៅសារមួយនេះសរសេរថាលោកតាខ្ញុំពីមុនក៏ធ្លាប់ទទួលបានអំណោយសង្គ្រោះដែរការបញ្ជីទិញលើកនេះគឺដើម្បីតំណាងឲ្យលោកតាពោលពាក្យថាអរគុណប្រមូលសារទាំងអស់នេះទុកតែហាមយកទៅធ្វើទីផ្សារតាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកត្រូវចែកចាយតែក្នុងប្រព័ន្ធផ្ទៃក្នុងដើម្បីឲ្យបុគ្គលិកគ្រប់រូបបានដឹងថាអ្វីដែលពួកគេកំពុងចាត់ចែងវាមិនមែនត្រឹមតែជាការបញ្ជីទិញទេតែវាជាការផ្ដល់ទំនុកចិត្តបងលីន
ប្រព័ន្ធខាងក្រោយមានតម្រូវការមុខងារថ្មីមួយអតិថិជនជាច្រើនចង់បង្វែរការបញ្ជីទិញរបស់ពួកគេទៅជាអំណោយសប្បុរសធម៌ហើយពួកគាត់ចង់ដឹងថាទំនិញទាំងនោះនឹងទៅទីណាតើយើងអាចបង្កើតទំព័រសម្រាប់អំណោយសប្បុរសធម៌នេះបានទេអាចធ្វើបានតែត្រូវការពេលវេលាយប់នេះត្រូវប្រញាប់ធ្វើទម្រង់សាមញ្ញមួយសិនដើម្បីបង្ហាញពីលេខកូដបញ្ជីទិញប្រភេទអីវ៉ាន់ស្ថានភាពស្តុកនិងទីដែលប្រើប្រាស់រាល់ពេលមានការចាត់ចែងបញ្ជូនអីវ៉ាន់ត្រូវប្រកាសជាសាធារណៈទំហំការងារប្រកាសជាធំណាស់ហើយទោះការងារច្រើនប៉ុណ្ណាក៏ត្រូវតែធ្វើដែរភាពដំណាលភាពគឺជាស្គលដែលជួយឲ្យក្រុមហ៊ុនអាចរស់រានមានជីវិតទៅមុខទៀតខ្ញុំតែងតែដឹងថានាងអាចមើលថែគ្រួសារបានយ៉ាងល្អតែពេលនេះទើបខ្ញុំដឹងថានាងក៏អាចធ្វើជាបង្អែកដ៏រឹងមាំរបស់ក្រុមហ៊ុនក្នុងពេលដែលវឹកវរបំផុតបានដូចគ្នាលោកអគ្គនាយកឈឿនមានទូរស័ព្ទពីថៅកែចាងថៅកែចាងការរកស៊ីគឺជាការរកស៊ីលោកមិនបាច់ពិបាកចិត្តទេភាគីទាំង3គាត់ក៏សុខចិត្តដឹកអីវ៉ាន់ឲ្យលោកប្រធានដែរបើសិនជាពួកគេមិនហ៊ាននិយាយត្រង់ចាំខ្ញុំសាកសួរគាត់សិនថាយកឬមិនយកតែគិតលុយតាមតម្លៃធម្មតាទៅប្រាប់គាត់ថាប្រាក់កក់នឹងទូទាត់ឲ្យថ្ងៃនេះឯងទៅចាត់ចែងតាក់ទងខាងនោះឲ្យហើយទៅធ្វើឥឡូវនេះភ្លាមរឿងអីក៏ដោយត្រូវតែដាច់ស្រឡះពីគ្នាពួកយើងមិនអាចទុកឲ្យលោកប្រធានរ៉ាប់រងហានិភ័យតែឯងនោះទេអរគុណហើយថៅកែវាងម្នាក់នេះពីមុនទៅវាច្រើនជាងគេតែពេលនេះបែរជាចង់ជួយលឿនជាងគេទៅវិញការសហការនៅតែអាចបន្តបានប៉ុន្តែកិច្ចសន្យាត្រូវតែសរសេរឲ្យបានច្បាស់លាស់ចិត្តសប្បុរសគឺជារឿងមួយឯច្បាប់ទម្លាប់កិច្ចសន្យាគឺជារឿងមួយទៀតមិនអាចច្របូកច្របល់បានទេអាប្អូនភីងខាងខ្ញុំបានរៀបចំឃ្លាំងធំពីរនៅយន្តចូលរួចហើយក្នុងនោះមានមីកញ្ចប់ទឹកបរិសុទ្ធនិងសាច់ខ្ញុំបញ្ជូនឲ្យលោក10 ឡានសិនរឿងលុយកុំទាន់ខ្វល់អីដឹកទំនិញចេញសិនចាំទូទាត់តាមក្រោយថៅកែវាងយើងនៅតែសហការតាមគោលការណ៍ទៅប្រាក់ថ្លៃទំនិញខ្ញុំនឹងទូទាត់ឲ្យធម្មតាលោកនិយាយបែបនេះចាត់ទុកខ្ញុំជាអ្នកដទៃពេកហើយវិញទៀតរឿងការបញ្ជីទិញសម្រាប់សប្បុរសធម៌របស់ខាងលោកខ្ញុំផ្ទាល់ក៏ចង់ជួយទិញទំនិញមួយវគ្គដែរយកទៅទុកក្នុងឃ្លាំងរបស់លោកតែម្ដងទៅថ្ងៃក្រោយបើកន្លែងណាត្រូវការលោកអាចចាត់ចែងបានដោយសេរីតែយើងត្រូវធ្វើកិច្ចសន្យាពីការចាត់ចែងអំណោយសប្បុរសធម៌នេះសិនរាល់ទីដៃរបស់ទំនិញត្រូវតែប្រកាសជាសាធារណៈឲ្យបានច្បាស់លាស់កញ្ជ្រោងចាស់មួយនេះពេលខ្លះក៏មានចំណុចគួរឲ្យស្រឡាញ់ម្យ៉ាងដែរតើហឹមតោះខ្ញុំប៉ាអូនញ៉ាំអីបន្តិចលោកប្រធានចេងឡាន3គ្រឿងរបស់ថៅកែចាងបានមកដល់ហើយនៅពីក្រោយមានទឹកបរិសុទ្ធ2ឡានទៀតម៉ោង10យប់នេះនឹងមកដល់ទីនេះហើយចំណែកឡានទាំង10គ្រឿងរបស់ថៅកែវាងបានឡើងផ្លូវលបឿនលឿនហើយព្រឹកស្អែកនឹងមកដល់ទីនេះលើកនេះត្រូវតែរៀបចំឲ្យមានសណ្ដាប់បែងចែកឃ្លាំងទំនិញបរិច្ចាគនិងឃ្លាំងទំនិញលក់ចេញឲ្យលោកស្រីប្រធានលីនបានបិទស្លាកក្រហមសម្រាប់បរិច្ចាគពណ៌ខៀវសម្រាប់លក់ចេញថ្នមដៃបន្តិចប្រយ័ត្នសង្កត់កែងកេះទំនិញខូចខាងនោះស្កេនបាកូដបញ្ចូលឃ្លាំងទៅសូម្បីតែមួយកេះក៏មិនអាចបាត់បានដែរសម្រាប់តំបន់បរិច្ចាគពណ៌ក្រហមរាល់ការបញ្ចូលឃ្លាំងត្រូវតែមានមនុស្ស2នាក់ជាអ្នកត្រួតពិនិត្យចំណែកតំបន់លក់ចេញពណ៌ខៀវត្រូវបញ្ចេញទំនិញទៅតាមវេននៃការបញ្ជីទិញនីមួយរីឯតំបន់រងចាំការត្រួតពិនិត្យពណ៌បៃតងការបរិច្ឆេទផុតកំណត់និងសម្បកវេចខ្ចប់ខាងក្រៅលោកស្រីប្រធានលីនចាត់ចែងរបៀបនេះមកឃ្លាំងទំនិញរបស់យើងមានសណ្ដាប់ធ្នាប់ដូចកងទ័ពអញ្ចឹងនាងតែងតែហ្មត់ចត់ជាងខ្ញុំជានិច្ចសម្ដីនេះខ្ញុំយល់ស្របតារាងរបស់បងថ្លៃស្រីតែមួយសន្លឹកស៊ីដាច់ខ្ញុំប្រឹងធ្វើការឆ្លាស់ថ្ងៃធ្វើការឲ្យច្រើនជាងនិយាយទៅបាទយល់ហើយចៅហ្វាយតើលោកប្រធានចេញនៅទេតើលោកគឺជាខ្ញុំរស់នៅក្បែរនេះទេមិនមានលុយកាក់អីច្រើនទេឃើញខាងអ្នកកំពុងតែរវល់ខ្លាំងក៏គិតចង់យកទឹកដោះគោពីគេនេះមកជូនសម្រាប់ទុកឲ្យអ្នកដែលធ្វើការថែមម៉ោងហូបអរគុណលោកអ៊ំច្រើនហើយប៉ុន្តែធ្វើបែបនេះវាដូចជាខ្លួនឯងបានទេវាមិនថ្លៃអីទេអ្នកបញ្ជូនទឹកទៅជួយតំបន់គ្រោះមហន្តរាយចុះតម្រាំតែខ្ញុំយកទឹកដោះគោពីគេនេះជារឿងសំរុំបំផុតហើយលោកប្រធានចេញនៅច្រកទ្វារមានគេយកផ្លែឈើមកជូនទៀតហើយគេថាយកមកសម្រាប់តែកងឡានវិញយប់ហូបក៏ត្រាទុកទាំងអស់ទៅមួយណាអាចប្រគល់ឲ្យគេវិញបានប្រគល់ទៅមួយណាប្រគល់ឲ្យវិញមិនបានកត់ឈ្មោះទុកដើម្បីខ្លាញ់អំណរយើងមិនអាចបណ្ដោយឲ្យទឹកចិត្តសប្បុរសខ្លាយជាបញ្ជីខ្មៅងឹតឡើយបាទលោកប្រធានទើបតែដឹងថាឡានមួយគ្រឿងក៏អាចបើកបញ្ច្រាស់ទីបានហើយទឹកចិត្តសប្បុរសរបស់អ្នកទាំងអស់គ្នាក៏អាចត្រួសត្រាយជាផ្លូវមួយបានដែរកុំលក់អីវ៉ាន់ហើយក៏កុំរៀបរាប់មនោសញ្ជាតិណាច្រើនពេកត្រូវរីកាតែការពិតទៅបានហើយយកហើយសួស្តីប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុនពាណិជ្ជកម្មMoviការលេបយប់នេះពួកយើងមិនមែនមកលក់អីវ៉ាន់ទេតែចង់មករីកាពីស្ថានភាពបច្ចុប្បន្នជូនអ្នកទាំងអស់គ្នាឲ្យបានទី1រាល់ការកុម្ម៉ង់ទិញធម្មតាទាំងអស់នឹងត្រូវរៀបចំផ្ញើចេញទៅតាមលំដាប់លំដោយប៉ាន់ស្មានថាជើងទី1នឹងផ្ញើចេញក្នុងរយៈពេល3ថ្ងៃហើយពួកយើងនឹងអាប់ដេតព័ត៌មានជារៀងរាល់ថ្ងៃទី2សម្រាប់អតិថិជនដែលស្ម័គ្រចិត្តរងចាំការកុម្ម៉ង់របស់ខ្លួនយើងនឹងបែងចែកតាមការកត់សម្គាល់ច្បាស់លាស់មិនមានការលោតរំលងឬកាត់មុខទី3រាល់ការកុម្ម៉ង់ទំនិញបរិច្ចាគក្នុងកិច្ចការសប្បុរសធម៌ទាំងអស់ពួកយើងបានធ្វើបញ្ជីដាច់ដោយឡែករៀបចំស្តុកដាច់ដោយឡែកនិងប្រកាសជាសាធារណៈដោយដំណាក់ការយល់ព្រមពីអតិថិជនទេពួកយើងដាច់ខាតមិនផ្លាស់ប្ដូរគោលដៅនៃទំនិញទាំងនេះឡើយទី4ប្រសិនបើមានអតិថិជនណាម្នាក់ចង់ស្នើសុំប្រាក់ត្រឡប់មកវិញនៅពេលនេះក្រុមការងារយើងនឹងដោះស្រាយជូនក្នុងរយៈពេល24ម៉ោងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់
ទី5ថ្លៃដឹកជញ្ជូននិងប្រាក់ខែបុគ្គលិកទាំងអស់គឺត្រូវបានទូទាត់រួចរាល់អស់ហើយនៅថ្ងៃនេះវិក្កយបត្រនិងភស្តុតាងផ្សេងនឹងត្រូវបិទបាំងព័ត៌មានឯកជនរួចបង្ហោះនៅលើក្តារប្រកាសជាសាធារណៈនេះមិនមែនជាការអួតអាងទេតែដើម្បីបញ្ជាក់ប្រាប់ថារាល់ការគ្រប់គ្រងរបស់អ្នកធ្វើការមានអារម្មណ៍ស្ងប់ចិត្តសម្ដីនេះខ្ញុំចូលចិត្តស្ដាប់ណាស់អតិថិជននេះបានបញ្ជាក់ថាទិញឲ្យកូនស្រីគាត់គាត់ថាក្រូចដែលផ្ញើទៅគ្រួសាររងគ្រោះប្រកាសជាមានរសជាតិផ្អែមឆ្ងាញ់បើអីចឹងត្រូវថែមបានថ្លៃអំណរគុណមួយសន្លឹកទៀតហើយមួយនេះគាត់បញ្ជាក់ថាមិនបាច់ឲ្យកាដូថែមទេគាត់ថាទុកកាដូថែមនោះសម្រាប់កិច្ចការសប្បុរសធម៌ទៅកាដូថែមនៅតែឲ្យដដែលកិច្ចការសប្បុរសធម៌ក្រុមហ៊ុននឹងប៉ះពាល់បន្ថែមតាមក្រោយចេះចិត្តទូលីហើយតើមិនមែនចិត្តទូលីទេគឺយើងមិនអាចឲ្យអតិថិជនខាតបង់ឡើយលោកស្រីប្រធានឥឡូវនេះពិតជាមើលទៅដូចអ្នកធ្វើការណាស់សម្ដីលោកឯងនេះស្ដាប់ទៅដូចជាចម្លែកមិនទេមួយនេះឯងជាអ្នករៀបទៅញ៉ាំបាយសិនទៅបងយកមិញបងក៏ថាមួយផ្លែតអញ្ចឹងដែរឥឡូវនេះយើងមិនមែនកំពុងប្រញាប់ប្រញ័រតាមផ្លូវឯណាគ្មានហេតុផលអីដែលបងមិនញ៉ាំបាយនោះទេបងថ្លៃស្រីនិយាយត្រូវហើយបើសិនជាបងដួលទៅក្រុមហ៊ុនប្រកាសជាច្របូកច្របល់មិនខានសម្ដីនេះខ្ញុំឯកភាពប៉ុន្មានថ្ងៃនេះលោកប្រធានប្រឹងធ្វើការដូចមនុស្សដែកអីចឹងប៉ុន្តែទោះជាដែកក៏ត្រូវការចាក់ប្រេងរំអិលដែរបើមិនអីចឹងទេគង់តែគង់មិនខានពេលនេះរាល់ការបញ្ជាទិញទូទៅនិងបញ្ជីទំនិញសង្គ្រោះត្រូវបានទូទាត់ដាច់ស្រេចហើយឯកសារពាក្យស្នើសុំផ្សេងក៏បានដោះស្រាយរួចរាល់គ្មានកកស្ទះទេប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភអ្នកបើកបរត្រូវបានបើកជូនហើយចំណែកប្រាក់ខែបុគ្គលិកក្រុមហ៊ុនក៏បានបើកឲ្យមុនការកំណត់ដែរចុះរឿងការទូទាត់ប្រាក់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទំនិញសង្គ្រោះវិញយ៉ាងម៉េចហើយប្រាក់កក់យើងបានបង់រួចហើយសម្រាប់វគ្គទី2យើងនឹងទូទាត់តាមដំណាក់កាលដែលទំនិញមកដល់ខាងថៅកែចាងគាត់បានបញ្ជាក់ថាប្រាក់បានចូលកាន់នេះហើយចំណែកលោកអគ្គនាយកវាងក៏ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមរួចរាល់ដែរនៅមានរឿងមួយទៀតការចរចាសំណងដល់អតិថិជនគឺដាច់ខាតមិនអាចអូសបន្លាយបានទេទោះបីជាលោកវាងយល់ព្រមមិនដេញដោយរកខុសត្រូវក៏ដោយក៏មិនមែនមានន័យថាអតិថិជនផ្សេងទៀតអាចយកយល់ពីយើងត្រូវតាក់ទងទៅអតិថិជនម្នាក់ម្ដងស្ថានភាពឲ្យបានច្បាស់រួចផ្ដល់ដំណោះស្រាយសំណងជូនពួកគេអ្នកត្រូវទទួលបន្ទុកតាក់ទងទៅអតិថិជនចំណែកអតិថិជនទូទៅយើងត្រូវធ្វើការពន្យល់បឋមសិនឲ្យលីវៃជាអ្នករ៉ាប់រងខាងផ្នែកលក់ហើយផ្នែកហិរញ្ញវត្ថុត្រូវកញ្ញាប្រាក់សំណងឲ្យបានម៉ត់ចត់បំផុតទុកឲ្យខ្ញុំជាអ្នកទៅជួបពួកគេផ្ទាល់ចុះលើកមុនខ្ញុំជាអ្នកនិយាយពន្យល់មិនបានច្បាស់លាស់ឥឡូវនេះទុកឲ្យខ្ញុំជាអ្នកទៅបកស្រាយប្រាប់ពួកគេម្ដងមួយវិញនេះគឺជាទំព័រប្រព័ន្ធទិន្នន័យទំនិញពិនិត្យត្រូវបានដាក់ឲ្យដំណើរការពីមិញប្រភេទសម្ភារៈនិងស្ថានភាពស្តុកទំនិញអាចឆែកបានទាំងអស់ចំណែកឯកំណត់ត្រាផ្ទេរទំនិញគឺត្រូវការបញ្ចូលទិន្នន័យដោយអូនជាអ្នករៀបចំទម្រង់បញ្ចូលទិន្នន័យនេះផ្ទាល់ទៅថ្ងៃមុខរាល់ពេលមានការស្តុកចូលចេញឬផ្លាស់ប្ដូរទំនិញត្រូវតែមានរូបថតវិក្កយបត្រទទួលនិងពេលវេលាច្បាស់លាស់ចំណែកខាងអ្នកបើកបរអូនក៏បានរៀបចំតារាងមួយដែរថាមានអ្នកណាស្ម័គ្រចិត្តចូលរួមក្នុងបញ្ជីដឹកជញ្ជូនបន្ទាន់ស្ថានភាពរថយន្តយ៉ាងម៉េចខ្លះស្ថានភាពគ្រួសារអាចរត់ផ្លូវឆ្ងាយបានឬអត់គឺត្រូវតែកត់ត្រាទុកឲ្យច្បាស់លាស់រឿងនេះរំខានអូនហើយមិនរំខានទេបងឆ្លងកាត់ការងារមួយជាងនេះអូនក៏គិតយល់ដែរថ្ងៃក្រោយបើជួបរឿងបន្ទាន់ពិតមែនយើងមិនអាចពឹងលើការហៅមនុស្សភ្លាមទេត្រូវតែត្រៀមខ្លួនទុកជាមុនជានិច្ចកត់ត្រាសម្ដីមួយឃ្លានេះទុកចុះសួស្ដីបាញ់ស្បែកបែបរបៀបរៀងម៉ត់សលោដូចនិយាយក្រេនេះជប៉ុនអីចឹងអ្នកនរគ្នា accept ប្រើជាមួយនឹងលេខមួយនេះបាននៅក្នុងនោះមានជាមួយនឹងសារធាតុ collagen ខែនិង alpha arbutin ដែលជួយទៅដល់ស្បែកដ៏ស្អាតនឹងធ្វើឲ្យស្បែកសភ្លឺថ្លានិងស្នាមអត់ខ្មៅហើយនឹងធ្វើឲ្យស្បែកស្មាពណ៌ស្អាតហើយចំពោះសាច់លេគេវិញគឺចេញមករបៀបលក្ខណៈរៀងក្អូបក្លិនបែបបឺរេហើយសាច់គេតុនហើយលាបឲ្យឆាប់ចូលស្បែកទៀតលាបឲ្យស្បែកទន់រលោងមានសំណើមព្រោះដោយសារតែមានជាមួយនឹង niacinamide ហើយនិងវីតាមីន E ថែមទៀតក្រុមហ៊ុនពិតជាបានបង្វែរទំនិញទៅសង្គ្រោះបន្ទាន់មែនយើងខ្ញុំសូមអភ័យទោសយ៉ាងខ្លាំងចំពោះការយឺតយ៉ាវនេះអតិថិជនអាចជ្រើសរើសការបង្វិលប្រាក់វិញឬរងចាំការផ្ញើទំនិញជាថ្មីឬក៏បង្វែរវាចូលទៅក្នុងមូលនិធិសប្បុរសការសម្រេចចិត្តរបស់អ្នកនឹងត្រូវបានកត់ត្រាទុកស្ដីចំពោះដំណោះស្រាយសំណងវិញយើងនឹងពិភាក្សាគ្នាផ្អែកលើកិច្ចសន្យានិងផលប៉ះពាល់ជាក់ស្ដែងក្រុមហ៊ុនយើងមិនគេចវេះពីការទទួលខុសត្រូវឡើយអតិថិជនទិញដុំតាមសហគមន៍មួយវគ្គនេះពួកគាត់ទឿនខ្លាំងណាស់ខ្ញុំនឹងខលទៅពួកគាត់ម្ដងម្នាក់បងស្រីលីវគឺខ្ញុំលីវៃណាការយឺតយ៉ាវនំប៉័ងលើកមុនគឺជាកំហុសរបស់ក្រុមហ៊ុនយើងខ្ញុំសូមអភ័យទោសបងជាមុនសិនស្ថានភាពនេះបងប្រហែលជាបានឃើញហើយតែវាមិនប៉ះពាល់ដល់ការទទួលខុសត្រូវដែលយើងត្រូវសងនោះទេរាល់ការខាតបង់ដោយសារការយឺតយ៉ាវក្រុមហ៊ុនសូមទទួលយកទាំងអស់ឯកសារសំណងនិងការផ្ញើទំនិញថ្មីខ្ញុំនឹងផ្ញើជូនបងនៅរសៀលនេះបងមិនយល់ព្រមទេអញ្ចឹងយើងនឹងដោះស្រាយតាមកិច្ចសន្យាចុះអតិថិជនម្នាក់នេះសុំលុយវិញដាក់ចំណាំពណ៌លឿងទៅចំណែកម្នាក់នេះបញ្ជូនទៅផ្នែកបច្ចេកទេសផ្ញើសារបញ្ជាក់ជាមុនសិនកុំព្រមព្រៀងគ្នាតែតាមមាត់ឲ្យសោះលោកលីងជាងបើសិនជាលោកមិនបានបែងចែកប្រភេទវាទុកមុនទេថ្ងៃនេះច្បាស់ជាវឹកវរធំមិនខានវាមិនមែនជាស្នាដៃខ្ញុំម្នាក់ឯងទេឲ្យតែគ្រប់គ្នាធ្វើតាមប្រព័ន្ធការងារវានឹងមិនមានភាពវឹកវរឡើយបងសម្រាប់ខ្លះទៅចេះបារម្ភពីបងដែរតាស់ណោះបើដឹងចឹងហើយត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងបងចេះថែខ្លួនឯងទើបអូនមិនសូវបារម្ភកូនថាចង់សួរបងដោយផ្ទាល់ថាតើក្មេងដែលយើងផ្ញើទឹកឲ្យនោះទទួលបានទឹកញ៉ាំហើយឬនៅប៉ាមកវិញហើយឬបងចុះក្មេងមានទឹកញ៉ាំហើយឬនៅមានហើយកូនមានពូនិងមីងជាច្រើនបានជួយគ្នាពួកគាត់មានទឹកញ៉ាំគ្រប់គ្នាហើយអញ្ចឹងប៉ាគឺជាប៉ាដ៏ល្អម្នាក់ហើយតើប៉ាគ្រាន់តែធ្វើអ្វីដែលប៉ាគួរធ្វើប៉ុណ្ណោះកំពុងគិតរឿងក្រុមហ៊ុនទៀតហើយមែនទេគិតរឿងសំណងរឿងការបញ្ជាទិញនិងរឿងមូលនិធិហើយក៏គិតដែរថាបើសិនជាថ្ងៃនោះបងធ្វើបានលឿនជាងនេះបន្តិចតើវាអាចនឹងល្អជាងនេះទេបងបានសម្រេចចិត្តលឿនបំផុតតាមដែលអាចធ្វើបានហើយ
ប៉ុន្តែនៅតែមានអ្នករងចាំយ៉ាងយូរដដែលស្ងាត់ស្ងៀមកុំទម្លាក់ភាពសោកស្ដាយទាំងអស់មកលើខ្លួនឯងអីកម្លាំងមនុស្សយើងមានកម្រិតតែការទទួលខុសត្រូវយើងមិនដែលគេចវេសទេបងមិនបានគេចវេសពីវាឡើយតោះញ៉ាំបាយថ្ងៃស្អែកនៅមានរឿងត្រូវដោះស្រាយច្រើនទៀតបើបងចង់ដើរលើផ្លូវមួយនេះឲ្យបានយូរអង្វែងបងមិនអាចពឹងផ្អែកតែលើកម្លាំងបោសម្រុកមួយឆាវទេអរគុណណាស់អូនជាប្តីប្រពន្ធនឹងគ្នាមិនបាច់និយាយពីអរគុណញឹកញាប់ពេកទេបងធ្វើការនឿយហត់ប្រឈមមុខនឹងបញ្ហានៅខាងក្រៅអូនជាអ្នកការពារភាពសុខសាន្តនៅក្នុងផ្ទះព្រោះថានេះគឺជាជីវិតគ្រួសាររបស់យើងធ្វើបានសម្រេចហើយដឹងខ្លួនអញ្ចឹងក៏ល្អដែរថ្ងៃក្រោយកុំឲ្យអូនបារម្ភពីបងច្រើនពេកទៀតលោកប្រធាននិងអ្នកស្រីលីថ្នាក់ដឹកនាំក្រុងបានឃើញសេចក្តីប្រកាសជាសាធារណៈរបស់អ្នកទាំងពីរហើយរួមទាំងគម្រោងត្រៀមបំរុងទុកសម្រាប់មូលនិធិសប្បុរសធម៌ផងដែរចិត្តយ៉ាងខ្លាំងប្រតិបត្តិការសង្គ្រោះលើកនេះបានបញ្ជាក់យ៉ាងច្បាស់នៅចំណុចមួយកម្លាំងនិងធនធានពីវិស័យឯកជនពិតជាមានសារៈសំខាន់ខ្លាំងណាស់ប៉ុន្តែជាទូទៅគឺនៅខ្វះការរៀបចំប្រព័ន្ធចាត់តាំងប្រព័ន្ធស្តុកទុកនិងការចាត់ចែងនៅឡើយទេថ្នាក់ដឹកនាំក្រុងចង់គាំទ្រខាងលោកស្រីឲ្យចេញមុខដឹកនាំរឿងនេះដើម្បីបង្កើតមូលនិធិភូតភារសង្គ្រោះបន្ទាន់ក្រៅរដ្ឋាភិបាលមួយរដ្ឋាភិបាលនឹងផ្ដល់ការណែនាំពីគោលការណ៍ច្បាប់និងជួយសម្របសម្រួលតាមការចាំបាច់តែការគ្រប់គ្រងត្រូវតែមានតម្លាភាពវិជ្ជាជីវៈនិងមាននិរន្តរភាពពួកយើងយល់ព្រមទទួលយកកិច្ចការនេះប៉ុន្តែខ្ញុំមានលក្ខខណ្ឌពីរបីសិនសូមលោកស្រីមានប្រសាសន៍មកចុះទី1មូលនិធិនេះត្រូវតែមានប្រព័ន្ធគណនេយ្យឲ្យក្រីដាច់ដោយឡែករាល់ការចាត់ចែងទំនិញទាំងអស់ត្រូវតែប្រកាសជាសាធារណៈទី2ក្រុមហ៊ុនយើងអាចផ្ដល់ជំនួយខាងឃ្លាំងស្តុកនិងសេវាកម្មដឹកជញ្ជូនបានតែមិនត្រូវយកការងារសប្បុរសធម៌នេះទៅធ្វើជាទីផ្សារដើម្បីទាញយកផលប្រយោជន៍ធានារ៉ាប់រងសុវត្ថិភាពនិងប្រាក់ឧបត្ថម្ភច្បាស់លាស់សម្រាប់អ្នកបើកបរយើងមិនអាចពឹងផ្អែកតែលើទឹកចិត្តលះបង់របស់ពួកគេរហូតនេះក៏ជាអ្វីដែលថ្នាក់ដឹកនាំក្រុងចង់បានដូចគ្នាហើយយើងក៏ត្រូវបង្កើតប្រព័ន្ធផ្លាស់ប្ដូរទំនិញផងដែរព្រោះចំណីអាហារមានការបរិច្ឆេទកំណត់មិនអាចត្រឹមតែស្តុកទុកចោលមិនបញ្ចេញនោះទេទំនិញដែលជិតផុតកំណត់ត្រូវតែបញ្ជូនបន្តតាមរយៈប្រព័ន្ធត្រឹមត្រូវទៅកាន់សហគមន៍ស្ថាប័នកុមារកំព្រាឬកន្លែងដែលត្រូវការជំនួយផ្សេងដើម្បីកុំឲ្យមានការខ្ជះខ្ជាយអ្នកស្រីលីពិតជាគិតគូរបានមកចត់មែនការងារសប្បុរសធម៌អ្វីដែលគួរឲ្យបារម្ភបំផុតមានពីរយ៉ាងទី1គឺបញ្ជីចំណូលចំណាយមិនច្បាស់លាស់ទី2គឺមានបំណងល្អតែបែរជាធ្វើឲ្យខូចការទៅវិញបើដំណើរការការងារកាន់តែមានតម្លាភាពទំនុកចិត្តក៏កាន់តែរឹងមាំយូរអង្វែងដែរខ្ញុំបានដាក់វាបញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួចរាល់ហើយមួយវិញទៀតថ្នាក់លើកំពុងរៀបចំទម្លាក់ប្រាក់រង្វាន់យ៉ាងធំមួយមកឲ្យក្រុមហ៊ុន Movai របស់យើងដើម្បីជាការលើកទឹកចិត្តសម្រាប់ការជួយផ្គត់ផ្គង់សម្ភារៈសង្គ្រោះបន្ទាន់កន្លងមកប៉ុន្តែលុយមួយដុំនេះក្រុមហ៊ុនយើងនឹងមិនយកមកទុកខ្លួនឯងទេឡាវចេញលុយនេះទាំងអស់ត្រូវយកទៅបង្កើតជាមូលនិធិភូតភារឆ្លើយតបបន្ទាន់សម្រាប់ជនស៊ីវិលចាត់ទុកវាជាទុនដំបូងចុះទៅថ្ងៃមុខក្រុមហ៊ុន Movai របស់យើងនឹងដកប្រាក់ចំណេញមួយផ្នែកជារៀងរាល់ឆ្នាំដើម្បីបញ្ចូលទៅក្នុងប្រតិបត្តិការរបស់មូលនិធិនេះលីវ៉ៃចាំយើងត្រឡប់ទៅវិញចាំគិតគូររឿងនេះបន្តធានាឲ្យបានថាក្រុមហ៊ុននៅតែអាចដំណើរការជាធម្មតាហើយមូលនិធិនេះក៏អាចឈរជើងបានយូរអង្វែងដូចគ្នាលោកអគ្គនាយកចេនលោកគិតច្បាស់ហើយមែនទេខ្ញុំគិតច្បាស់ហើយមហាជនបានគ្រប់គ្រងក្រុមហ៊ុនយើងខ្លាំងណាស់ទើបធ្វើឲ្យក្រុមហ៊ុនយើងអាចរស់រានមានជីវិតដល់សប្តាហ៍ថ្ងៃពេលនេះក្រុមហ៊ុនយើងអាចដកដង្ហើមបានធូរស្រាលបន្តិចហើយយើងក៏គួរតែផ្ដល់ដង្ហើមរស់នេះទៅកាន់មនុស្សដែលត្រូវការវាឲ្យបានច្រើនលើកនេះមិនមែនជាការសម្រេចចិត្តមួយឆាប់ទេអូនពិតជាគ្រប់គ្រងអូននឹងកំណត់ព្រំដែនហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ព្រមទាំងរៀបចំនីតិវិធីសម្រាប់ការប្រកាសជាសាធារណៈផងដែរការងារសង្គមក៏ត្រូវតែធ្វើឯមុខចំនួនក៏ត្រូវតែរឹងមាំដូចគ្នាលុះត្រាតែក្រុមហ៊ុនអាចឈរជើងបានរឹងមាំទើបមូលនិធិមួយនេះមិនមែនជារឿងដែលធ្វើឡើងតែមួយគ្រាលោកអគ្គនាយកចេងនិយាយថាខាងលោកបានសម្រេចចិត្តថានឹងយកប្រាក់រង្វាន់នេះទៅបង្កើតជាមូលនិធិភូតភារឆ្លើយតបបន្ទាន់រយៈពេលវែងតើជារឿងពិតមែនទេបាទពិតមែនវាមិនមែនជាការបរិច្ចាគតែមួយដងនោះទេតែយើងនឹងបង្កើតវាជាមូលនិធិដែលអាចដំណើរការបានយូរអង្វែងចុះហេតុអ្វីបានជាលោកសម្រេចចិត្តបែបនេះពីព្រោះការបញ្ជូនសម្ភារៈសង្គ្រោះបានទាន់ពេលលើកនេះគឺពឹងផ្អែកលើភាពចៃដន្យច្រើនពេកហើយខ្លាំងរបស់យើងចៃដន្យមានស្តុកទំនិញឯអ្នកបើកបរក៏ចៃដន្យស្ម័គ្រចិត្តចេញឡានទៀតចៃដន្យឲ្យនៅតាមផ្លូវមានគេជួយសម្របសម្រួលទើបអាចដោះស្រាយបានតែការសង្គ្រោះបន្ទាន់មិនអាចពឹងផ្អែកតែលើភាពចៃដន្យឲ្យបែបនេះរហូតនោះទេយើងចង់បដូរពីពាក្យថាចៃដន្យមកជាការត្រៀមខ្លួនរួចជាស្រេចវិញត្រូវត្រៀមលក្ខណៈទុកជាមុនដើម្បីងាយស្រួលចាត់ចែងឲ្យបានទាន់ពេលវេលាទោះបីជាថ្ងៃមុខអាចជួយសង្គ្រោះលឿនជាងមុនតែ1ម៉ោងក៏ដោយវាក៏អាចជួយសង្គ្រោះជីវិតគ្រួសារណាមួយបានដែរអ្នកនាងលីថាការកត់ត្រាបញ្ជីយ៉ាងតម្លាភាពនិងការបែងចែកទំនិញរបស់ក្រុមហ៊ុនលើកនេះគឺអ្នកនាងជាអ្នកទទួលខុសត្រូវផ្ទាល់មែនទេតើអ្នកនាងយល់យ៉ាងណាដែរចំពោះមូលនិធិមួយនេះខ្ញុំគ្រាន់តែរៀបចំកិច្ចការដែលខ្ញុំគួរតែធ្វើតែប៉ុណ្ណោះមូលនិធិមួយនេះមិនអាចដំណើរការទៅមុខបានដោយសារតែមនោសញ្ចិត្តណានោះទេតែវាត្រូវដើរដោយផ្អែកលើប្រព័ន្ធគ្រប់គ្រងដ៏ត្រឹមត្រូវមួយទឹកមួយដបអាហារមួយកញ្ចប់ឬលុយមួយរៀលសុទ្ធតែត្រូវមានប្រភពច្បាស់លាស់និងដឹងពីគោលដៅបញ្ចេញទៅឲ្យបានត្រឹមត្រូវបំផុតចុះអ្នកនាងនឹងចូលរួមគ្រប់គ្រងមូលនិធិនេះដែរឬទេចាស់គឺពិតណាស់ប៉ុន្តែអ្វីដែលខ្ញុំសង្ឃឹមបំផុតនោះគឺវាមិនពឹងផ្អែកលើបុគ្គលណាម្នាក់នោះទេឲ្យតែប្រព័ន្ធការងាររៀបចំបានល្អទោះបីជាត្រូវផ្លាស់ប្ដូរអ្នកគ្រប់គ្រងក៏ដោយក៏យើងនៅតែអាចបន្តធ្វើរឿងដែលត្រឹមត្រូវនេះបានជានិច្ចបាទអ្នកនាងនិយាយត្រូវហើយពួកយើងឥឡូវទទួលស្គាល់សមត្ថភាពអ្នកនាងហើយមិនមែនទៅតែពេលនេះទេគឺកាលពីមុនពួកយើងល្ងងមិនដឹងអីតែឥឡូវយល់ច្បាស់ហើយមនុស្សស្រីដែលអាចចាត់ចែងទាំងគ្រួសារនិងក្រុមហ៊ុនបានល្អឥតខ្ចោះបែបនេះទើបជាមនុស្សខ្លាំងពិតប្រាកដឈប់និយាយបញ្ចោលទៅត្រឡប់ទៅកន្លែងវិញទៅនៅខររភ្ញៀវមិនទាន់អស់ផងបាទទៅខលឥឡូវនេះហើយមេដំណាក់កាលទី1យើងមិនត្រូវពង្រីកទីផ្សារដោយងឹតតងមកទេត្រូវចាប់ផ្ដើមសាកល្បងពីខេត្តយើងនិងខេត្តលីនសិនចំណុចខ្លាំងរបស់ក្រុមហ៊ុន Movai យើងគឺការស្តុកទុកនិងការដឹកជញ្ជូនស្បៀងអាហារជាដំបូងយើងត្រូវប្រមូលទិន្នន័យចំណីអាហារទឹកនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឲ្យបានច្បាស់លាស់សិនទំនិញមាននៅទីណាខ្លះការបរិច្ឆេទប្រើប្រាស់បានយូរប៉ុណ្ណានិងត្រូវប្រើពេលប៉ុន្មានម៉ោងដើម្បីដឹកចេញគឺត្រូវតែដឹងឲ្យបានច្បាស់ប្រព័ន្ធប្រតិបត្តិការខ្ញុំអាចរៀបចំឲ្យតែវាទាមទារឲ្យមានការបញ្ចូលទិន្នន័យគោលយ៉ាងច្រើនខ្ញុំនឹងរៀបចំទម្រង់ឯកសារខាងផ្នែកឃ្លាំងត្រូវស្កេនកូដដើម្បីបញ្ចូលទិន្នន័យ
ផ្នែកហិរញ្ញវត្ថុត្រូវផ្ទៀងផ្ទាត់វិក័យបន្តបញ្ជីទិញផ្នែកប្រតិបត្តិការត្រូវផ្ទៀងផ្ទាត់ចម្ងាយផ្លូវដឹកជញ្ជូនរឿងខាងអ្នកបើកបរទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះអ្នកបើកបរដែលរត់តាមខ្សែរថនេះពួកគាត់សុទ្ធតែស្ម័គ្រចិត្តជួយយ៉ាងពេញទំហឹងប៉ុន្តែចាំបាច់ត្រូវតែចុះកិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវដូចកិច្ចសហប្រតិបត្តិការអាជីវកម្មធម្មតាដែរពេលចេញប្រតិបត្តិការបន្ទាន់ត្រូវតែមានប្រាក់ឧបត្ថម្ភនិងធានាត្រូវតែមានប្រព័ន្ធសុវត្ថិភាពច្បាស់លាស់ជាប្រថុយប្រឋានបន្តិចមែនថ្ងៃក្រោយយើងមិនអាចបណ្ដោយឲ្យអ្នកបើកបរចេញទៅប្រថុយដោយគ្មានការធានារ៉ាប់រងទុកឲ្យខ្ញុំជាអ្នកទៅចរចាយើងមិនអាចបណ្ដោយឲ្យពួកគាត់យកជីវិតទៅប្រថុយដោយពឹងផ្អែកតែលើទឹកចិត្តចោលត្រូវបានគូពីស្ថានភាពគ្រួសាររបស់អ្នកបើកបរណាដែលមានបញ្ហាគ្រួសារយើងដាច់ខាតមិនអាចបង្ខំដាក់ភារកិច្ចបន្ទាន់ឲ្យពួកគាត់ឡើយត្រឹមត្រូវនិយាយជារួមយើងមិនអាចលះបង់សេចក្តីសុខគ្រួសារអ្នកដទៃបានទេរាល់បញ្ជីទិញទំនិញបម្រុងទុកសម្រាប់មូលនិធិសប្បុរសធម៌គឺត្រូវបានបើកកិននីធនាគារដែលចប់ថវិកាលើកទី1មានចំនួន3លាន2សែនយន្តរាល់ការដកប្រាក់ទៅប្រើប្រាស់គឺចាំបាច់ត្រូវតែមានហត្ថលេខាបញ្ជាក់ពីចិនមកនឹងខ្ញុំត្រូវចុះហត្ថលេខាសម្រាប់ការចំណាយប្រតិបត្តិការទិញសម្រាប់អាជីវកម្មគឺត្រូវមានហត្ថលេខារបស់លោកចំណែកឯការចាត់ចែងអំណោយសប្បុរសធម៌វិញគឺទាមទារឲ្យមានការបញ្ជាក់យកពីភាគីទាំង3មិនក៏តឹងរឹងម្លេះកាន់តែជាមនុស្សជិតស្និទ្ធកាន់តែត្រូវពឹងផ្អែកលើប្រព័ន្ធគ្រប់គ្រងដ៏ច្បាស់លាស់មួយនេះលោកនិងឆេនម៉ូគឺជាបងប្អូនឯខ្ញុំនិងឆេនម៉ូគឺជាប្តីប្រពន្ធដូច្នេះហើយទើបយើងរឹតតែត្រូវទាមទារឲ្យមានតម្លាភាពជានិច្ចធ្វើតាមអ្វីដែលឡៃវីបាននិយាយចុះនាយកលិនបើមានប្រព័ន្ធការងារណាមានបំណងចង់កេងចំណេញក៏គ្មានឱកាសដែរនេះមិនមែនចង់ចាប់កំហុសអ្នកណាទេតែគឺដើម្បីការពារទាំងអ្នកបរិច្ចាគការពារទាំងអ្នកទទួលផលហើយក៏ជាការការពារក្រុមហ៊ុនយើងដូចគ្នាអញ្ចឹងចាប់ពីថ្ងៃនេះទៅជួបដៃសិនទៅប៉ាអ្នកគ្រូប្រាប់ថាសប្តាហ៍ក្រោយមានកម្មវិធីឪពុកម្ដាយនិងកូននៅសាលាប៉ាអាចទៅបានអត់ថ្ងៃអីកូនថ្ងៃពុធប៉ានឹងទៅមែនហើយប៉ាចុះប្រជុំព្រឹកថ្ងៃពុធនោះគិតមិនទៅចាំបងឲ្យលីវៃចូលប្រជុំជំនួសបងប្រាប់គេខ្លួនឯងទៅកុំប្រើតែអូនឲ្យធ្វើអ្នកនាំពាក្យរហូតពេកប៉ាន់តើថ្ងៃនេះព្រះអាទិត្យរះពីទិសខាងលិចហើយតើបងក៏ចេះធ្វើម្ហូបដែរណាសុំត្រឹមតែបងចំណាំអំបិលនិងស្ករឲ្យដាច់គឺល្អណាស់ទៅហើយមួយរយៈនេះបងរវល់ពេករហូតទុកអូននឹងអានចោលហើយមែនទេអូនដឹងថាបងកំពុងធ្វើការងារដ៏សំខាន់អូនយល់ចិត្តបងប៉ុន្តែការយល់ចិត្តមិនមែនមានន័យថាពួកយើងមិនត្រូវការបងនោះទេអាននឹកប៉ារបស់គេហើយអូនក៏បារម្ភពីស្វាមីរបស់អូនដែរស្ងៀមស្ងាត់បន្តិចទំនួលខុសត្រូវមិនមែនគ្រាន់តែធ្វើឲ្យអ្នកក្រៅមើលឃើញនោះទេក្រុមហ៊ុនការងារសប្បុរសធម៌និងអតិថិជនពិតជាសំខាន់ប៉ុន្តែគ្រួសារក៏សំខាន់ដូចគ្នាក្នុងចិត្តបងមានមនុស្សជាច្រើនប៉ុន្តែកុំភ្លេចណាថានៅផ្ទះក៏មានអ្នករងចាំបងដែរទៅថ្ងៃមុខបងនឹងទុកពេលយ៉ាងហោចណាស់មួយយប់ក្នុងមួយសប្តាហ៍ដើម្បីនៅកំដរអូននឹងអានលើកលែងតែមានករណីបន្ទាន់បងនឹងកត់វាចូលក្នុងការវិភាគម៉ាក់ប្រាប់ថាប៉ាទៅកន្លែងឆ្ងាយដើម្បីជួយគេតែទោះយ៉ាងណាទីបំផុតប៉ាប្រកាសជាត្រឡប់មកផ្ទះវិញត្រូវតែត្រឡប់មកផ្ទះវិញខ្ញុំជាអ្នកដែលបានកំងទឹក20កេសនោះដែលអាចរងចាំបានអរគុណដែលលោកបានជឿជាក់លើក្រុមហ៊ុនយើងនៅពេលនោះពេលបានឃើញទំនិញទាំងនេះនៅទីនេះផ្ទាល់ខ្ញុំកាន់តែមានទំនុកចិត្តហើយរាល់ការបញ្ជីទិញទំនិញបម្រុងទុកសម្រាប់សប្បុរសធម៌សុទ្ធតែមានលេខកូដសម្គាល់ចុចត្រង់នេះលោកអ្នកអាចមើលឃើញពីពេលវេលាចូលឃ្លាំងលេខស៊េរីការបរិច្ឆេទផុតកំណត់និងស្ថានភាពស្តុកនៅពេលមានការបញ្ចេញទំនិញវាក៏នឹងបង្ហាញពីអង្គភាពទទួលនិងកំណត់ត្រានៃការចុះហត្ថលេខាទទួលផងដែរធ្វើបានល្អិតល្អន់យ៉ាងនេះពិតជាហត់នឿយសម្រាប់អ្នកហើយនេះជាអ្វីដែលយើងគួរធ្វើការបម្រុងទុកទំនិញសប្បុរសធម៌មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេគឺត្រូវតែធ្វើឲ្យអ្នកគ្រប់គ្រងបានឃើញផ្ទាល់ភ្នែកជូនលោកពូអ្នកដឹកទឹកអរគុណលោកពូគូបានស្អាតណាស់ម៉ាក់ប្រាប់ថាលោកពូបានយកទឹកទៅជូនអ្នកដែលត្រូវការធំឡើងក្មួយក៏ចង់ជួយអ្នកដទៃដូចជាលោកពូដែរបើអញ្ចឹងឥឡូវនេះក្មួយត្រូវញ៉ាំអាហារឲ្យបានច្រើននិងឆាប់ធំធាត់ឡើងនោះថ្ងៃក្រោយក្មួយច្បាស់ជាអាចជួយមនុស្សបានកាន់តែច្រើននេះហើយជាគ្រាប់ពូជនៃសប្បុរសធម៌តែបានដាំដុះក្នុងចិត្តក្មេងកុំភ្លេចកត់ត្រាពីយានយន្តឲ្យសោះពេលចេញរថយន្តសង្គ្រោះបន្ទាន់សុវត្ថិភាពត្រូវតែជាចម្បងយល់ហើយលោកអគ្គនាយកចៅកុំហៅធំដុំពេកអីខ្ញុំនៅតែជាបងចៅដដែលនឹងរាល់សម្ភារៈទាំងអស់ត្រូវបានគ្រប់គ្រងតាមការបរិច្ឆេទផុតកំណត់3ខែមុនពេលផុតកំណត់យើងនឹងធ្វើការផ្លាស់ប្ដូរនិងចែកចាយតាមរយៈសកម្មភាពសប្បុរសធម៌មណ្ឌលកុមារកំព្រានិងសាលារៀននៅជនបទតាមបណ្ដាញត្រឹមត្រូវដើម្បីជៀសវាងការខ្ជិះខ្ជាយរាល់ការផ្លាស់ប្ដូរនឹងត្រូវបានកត់ត្រាជាសាធារណៈនិយាយឲ្យខ្លីទៅយើងមិនបណ្ដោយឲ្យអំណោយអ្នកទាំងអស់គ្នាគោទុកចោលរហូតក៏មិនធ្វើឲ្យទឹកចិត្តសប្បុរសរបស់អ្នករាល់គ្នាការខ្ជិះខ្ជាយចោលក្នុងឃ្លាំងដែរវិជ្ជាជីវៈមែនមូលនិធិនេះពិតជាធ្វើការបានល្អណាស់ថ្ងៃក្រោយខ្ញុំនឹងចូលរួមបរិច្ចាគជារៀងរាល់ខែអរគុណច្រើនប៉ុន្តែសូមអ្នកទាំងអស់គ្នាគាំទ្រដោយសមហេតុការធ្វើសប្បុរសធម៌មិនមែនចំណាយតាមតែអារម្មណ៍មួយឆាវនោះទេគឺធ្វើតាមលទ្ធភាពដែលខ្លួនមានទៅបានហើយទទួលយកការបរិច្ចាគជាសាច់ប្រាក់ដែលគ្មានតម្រូវបើចង់គាំទ្រអ្នកអាចទិញជាសម្ភារៈដែលបានកំណត់ឬក៏អាចចូលរួមវគ្គបណ្ដុះបណ្ដាលជាអ្នកស្ម័គ្រចិត្តបានការទិញទំនិញធម្មតាក៏ជាវិធីជួយគាំទ្រដល់ដំណើរការយូរអង្វែងរបស់ក្រុមហ៊ុនផងដែរត្រូវហើយតើតែក្រុមហ៊ុនរកប្រាក់ចំណេញបានទើបមូលនិធិអាចបន្តដំណើរទៅមុខបានយូរអង្វែងលោកនាយកលីពិតជាស្មោះត្រង់មែនការរកលុយមិនមែនជារឿងគួរឲ្យខ្មាស់ហ៊ានទេរកលុយដោយសុចរិតកាន់តែមិនគួរឲ្យខ្មាស់ហ៊ានទៅទៀតក្រុមហ៊ុននឹងខិតខំរកប្រាក់ចំណេញឲ្យបានល្អហើយក៏នឹងប្រើប្រាស់ប្រាក់នោះឲ្យបានត្រឹមត្រូវផងដែរមិនមានអតិថិជនម្នាក់បានបញ្ចេញសៀវភៅរឿងចាស់របស់កូនគាត់
ទៅកាន់សាលានៅតំបន់ព្រំហនរ៉ៃនេះគឺជាទឹកចិត្តដ៏ល្អមួយប៉ុន្តែបច្ចុប្បន្នយើងធ្វើតែតាមស្តង់ដារប៉ុណ្ណោះសម្ភារៈសង្គ្រោះបន្ទាន់យើងមិនទទួលយកអំណោយជារបស់ចាស់រីហ្វាយសូមស្នើឲ្យទំនាក់ទំនងទៅកាន់ស្ថាប័នសប្បុរសធម៌ស្របច្បាប់នៅក្នុងតំបន់របស់អ្វីបានជាមិនទទួលស្ដាប់ទៅក៏ល្អតើពីព្រោះទឹកចិត្តល្អក៏ត្រូវតែស្របទៅនឹងតម្រូវការជាក់ស្ដែងដែរសម្ភារៈសង្គ្រោះបន្ទាន់ទាមទារឲ្យមានស្តង់ដារអនាម័យនិងប្រភពច្បាស់លាស់មិនមែនរាល់របស់របរទាំងអស់សុទ្ធតែស័ក្តិសមនឹងបញ្ចូលភាពសង្គ្រោះបន្ទាន់នោះទេអូនយល់ហើយយើងមិនអាចបណ្ដោយឲ្យទឹកចិត្តសប្បុរសคล้ายទៅជាបន្ទុកនោះទេនេះក៏ជាអ្វីដែលមូលនិធិរបស់យើងត្រូវរៀនសូត្របន្ថែមដែរការធ្វើសប្បុរសធម៌មិនមែនគ្រាន់តែមានចិត្តនោះទេគឺត្រូវមានវិធីសាស្ត្រត្រឹមត្រូវបាទតើឡានដឹកទំនិញតូចនឹងហត់ដែរឬទេប្រកាសជាហត់ហើយចុះហេតុអ្វីបានជាវានៅតែទៅទៀតពីព្រោះមានក្មេងកំពុងតែរងចាំទឹកចុះពេលឡានតូចដឹកទឹកឲ្យគេរួចហើយតើវាត្រូវត្រឡប់មកផ្ទះវិញទេត្រូវហើយព្រោះថានៅផ្ទះក៏មានអ្នកកំពុងរងចាំវាដូចគ្នាអញ្ចឹងប៉ាក៏ជាឡានតូចមួយដែរប៉ាមិនមែនជាឡានតូចទេប៉ាគឺជាអ្នកបើកឡានអ្នកបើកឡានរឹតតែត្រូវសម្រាកបានគ្រប់គ្រាន់បើមិនដូច្នេះទេអ្នកដែលរងចាំគាត់នឹងមានការព្រួយបារម្ភមិនខានប៉ាត្រូវចូលគេងឲ្យបានលឿនណាស់បាទទទួលបញ្ជាសម្រាប់ការផ្សាយផ្ទាល់ថ្ងៃនេះអូននិយាយបានល្អណាស់អូនគ្រាន់តែនិយាយបញ្ជាក់ឲ្យច្បាស់នៅអ្វីដែលគួរនិយាយប៉ុណ្ណោះពីមុនបងតែងតែគិតថាអូនស័ក្តិសមនឹងនៅផ្ទះមើលថែអានឲ្យបានល្អនិងរៀបចំជីវិតគ្រួសារឲ្យបានល្អតែពេលនេះទើបបងដឹងថាពេលអូនមកឈរក្នុងក្រុមហ៊ុនអូនក៏ពូកែដូចគ្នាជាការពិតអូនសុខចិត្តមើលថែគ្រួសារយើងឲ្យបានល្អហើយក៏ពេញចិត្តធ្វើជាភរិយានិងជាម្ដាយដ៏ល្អម្នាក់ដែរប៉ុន្តែវាមិនមែនមានន័យថាអូនត្រូវនៅតែក្នុងផ្ទះនោះទេពេលណាដែលបងត្រូវការអូននឹងចេញមុខជួយបងហើយពេលដែលគ្រួសារត្រូវការអូនក៏នឹងត្រឡប់ទៅវិញដូចគ្នាអូនយល់ឈឺមកអូនគាំទ្របងក្នុងការធ្វើរឿងដែលមានទំនួលខុសត្រូវហើយអូនក៏សង្ឃឹមថាបងនឹងគាំទ្រអូនក្នុងការធ្វើរឿងដែលមានតម្លៃដូចគ្នាពួកយើងមិនមែនជាបន្ទុករបស់នរណាម្នាក់ឡើយគឺយើងត្រូវដើរទៅមុខជាមួយគ្នាថ្ងៃក្រោយយើងនឹងដើរទៅមុខជាមួយគ្នាចាប់ផ្ដើមពីថ្ងៃស្អែកយើងនឹងជូនអានទៅសាលារៀនឲ្យទាន់ពេលយល់ពមកាលពីមុនទីនេះនៅមិនឆ្ងាយពីទីតាំងជម្លៀសទី1ប៉ុន្មានទេពេលនោះទឹកជំនួយវគ្គដំបូងបានមកដល់ទាន់ពេលទើបមនុស្សចាស់និងក្មេងជាច្រើនអាចឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតនោះបាននេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសង្គ្រោះទាំងអស់លោកពូតើពូនៅចាំក្មួយទេថ្ងៃនោះលោកពូជាអ្នកហុចទឹកឲ្យក្មួយតាមមួយរយៈនេះបងរវល់រហូតដល់ភ្លេចអូននឹងអានមែនទេអូនយល់ថាបងកំពុងធ្វើការងារដ៏សំខាន់ប៉ុន្តែការយកចិត្តមួយយប់ក្នុងមួយសប្តាហ៍ដើម្បីនៅការបងអូនអានលេងតែមានការអូនក៏បារម្ភពីស្វាមីរបស់អូនការវិភាគនេះគឺជាសៀវភៅសម្រាប់បណ្ណាល័យសហគមន៍យើងយកទៅអានលេងជាមួយមិត្តភក្តិទៅណាក្មួយបាទអរគុណអ្នកមីងលោកថៅកែចេងអ៊ំគ្មានរបស់អីមានតម្លៃនោះទេតែយកនំចំណីនេះខ្លះទៅទុកញ៉ាំតាមភ្លើងណាកូនមិនបាច់ទេអ៊ំទុកពិសាខ្លួនឯងចុះបាទឥឡូវជីវភាពយើងធូរធារជាងមុនហើយរបស់ប៉ុណ្ណឹងអ៊ំមានលទ្ធភាពទិញមកលេងទាំងត្រូវតែយកទៅខ្លះណាទទួលយកទៅបងបើបងមិនយកទេអ៊ំស្រីប្រកាសជាអន់ចិត្តមិនខានបាទអរគុណហើយអ៊ំទូមួយនោះមានសរសេរពាក្យថាកុំភ័យខ្លាចតើមានន័យថាបើថ្ងៃក្រោយយើងជួបគ្រោះថ្នាក់យើងអាចបើកវាប្រើបានមែនទេត្រូវហើយប៉ុន្តែបងសង្ឃឹមថាយើងនឹងមិនចាំបាច់ប្រើវាជារៀងរហូតមិនចាំបាច់ប្រើក៏ល្អយ៉ាងដែរឲ្យតែមានវានៅទីនោះអូនលេងភ័យខ្លាចអ្វីទៀតហើយនេះហើយជាអត្ថន័យនៃការត្រៀមខ្លួនមិនមែនដោយសារយើងចង់ឲ្យមានគ្រោះថ្នាក់នោះទេតែដើម្បីឲ្យមនុស្សគ្រប់គ្នាមានភាពកក់ក្ដៅក្នុងចិត្តចេងដល់ពេលនេះទើបខ្ញុំយល់ការពិតថាហេតុអីកាលពីមុនអញដាច់ខាតត្រូវតែចាក់ចេញនោះពេលនោះខ្ញុំមិនបានគិតច្រើនដល់ថ្នាក់នឹងទេអញមិនបាច់ដាក់ខ្លួនពេកទេហើយការទាត់ទ្វារមួយជើងរបស់អញកាលនោះបានផ្លាស់ប្ដូរជោគវាសនាយើងទាំងពីរនាក់ហើយក៏ស្ទើរតែធ្វើឲ្យក្រុមហ៊ុនរលាយបាត់ទៅហើយដែរប៉ុន្តែឥឡូវក្រុមហ៊ុនមិនមែនកាន់តែល្អជាងមុនទេអីក្រុមហ៊ុនកាន់តែរីកចម្រើនមនុស្សក៏កាន់តែមានសេចក្តីសុខឯងនេះនិយាយច្រើនម្ល៉េះម៉ាក់របស់ខ្ញុំគាត់ផ្ដាំថាសប្តាហ៍ក្រោយឲ្យអញទៅញ៉ាំបាយនៅផ្ទះគាត់ហើយគាត់ថែមទាំងបញ្ជាក់ទៀតថាកុំភ្លេចនាំលីននិងអានទៅជាមួយផងដឹងហើយកុំមកធ្វើពុតជាស្ងប់ស្ងាត់អីឥឡូវនៅលើត្បាយនៅផ្ទះបងថ្លៃស្រីមានឥទ្ធិពលជាងបងទៅទៀតអញមានសិទ្ធិនិយាយតាំងពីអង្ការអ្នកទាំងពីរកំពុងនិយាយរឿងអីហ្នឹងនិយាយរឿងការងារតើធានាថាជារឿងការងារពិតមែនលីវ៉ៃគេប្រាប់ថាសប្តាហ៍ក្រោយឲ្យយើងទៅញ៉ាំបាយនៅផ្ទះគេចុះសុខភាពអ៊ំស្រីយ៉ាងម៉េចហើយឥឡូវបានធូរច្រើនហើយបងឥឡូវគាត់ឃើញបងរាល់ថ្ងៃគាត់ថាបងយកចិត្តទុកដាក់ជាងកូនបង្កើតដូចខ្ញុំទៅទៀតឲ្យតែអ៊ំស្រីព្រមញ៉ាំបាយព្រមដើរហើរវាជារឿងល្អហើយសប្តាហ៍ក្រោយខ្ញុំនឹងរំងាស់ស៊ុបយកទៅឲ្យគាត់បងថ្លៃបងពិតជាល្អពេកហើយអញក៏កុំកេងយកជ្រៅពេកកុំឲ្យអ៊ំស្រីពិបាកចិត្តព្រោះអញទៀតគឺល្អជាងអ្វីទាំងអស់បាទទទួលបញ្ជាកំពុងផ្ទៀងផ្ទាត់បញ្ជីមានទំនិញពីរមុខចំនួនមិនស៊ីគ្នានឹងប្រព័ន្ធទេត្រឡប់ទៅវិញត្រូវតែឆែកមើលឲ្យច្បាស់អូនពិតជាមើងម៉ាត់មែនមិនឲ្យរំលងកំហុសសំបីតែបន្តិចនេះជាបញ្ជីអំណោយសប្បុរសធម៌ណាខុសតែមួយកេះក៏មិនមែនជារឿងតូចតាចដែរថ្ងៃនេះក្មេងម្នាក់នោះបានប្រាប់ថាឲ្យតែឃើញទូពណ៌ក្រហមនៅទីនោះគេនឹងលេងភ័យខ្លាចទៀតហើយពេលដែលបងបានឬបែបនេះបងស្រាប់តែមានអារម្មណ៍ថាការនឿយហត់កន្លះឆ្នាំមកនេះពិតជាមិនអត់ប្រយោជន៍ទេប្រកាសជាមិនអត់ប្រយោជន៍ហើយអ្វីដែលបងបានឃើញគ្រាន់តែជាទូមួយប៉ុន្តែអ្វីដែលក្មេងនោះបានឃើញគឺក្តីសង្ឃឹមថានឹងមានអ្នកមកជួយលីនបើសិនជាផ្លូវមួយនេះគ្មានអូននៅក្បែរទេបងប្រហែលជាមិនអាចតស៊ូដល់ថ្ងៃនេះឡើយទោះជាគ្មានអូនក៏បងនៅតែអាចតស៊ូដើរទៅមុខបានដែរគ្រាន់តែអាចនឹងវឹកវរជាងនេះបន្តិចប៉ុណ្ណោះឥឡូវនេះអូននិយាយស្ដីកាន់តែចំពេកហើយជាប្តីប្រពន្ធនឹងគ្នានិយាយការពិតទើបចំណេញពេលវេលា
នៅសល់ពេល2ម៉ោងទៀតរបាយការណ៍ម្សិលមិញបងសរសេររួចរាល់ហើយមែនទេសរសេររួចរាល់អស់ហើយមិនបានទេយប់ជ្រៅណាស់ហើយបងចូលគេងសិនទៅចុងសប្តាហ៍នេះជូនកូនទៅដើរលេងនៅសួនកុំភ្លេចឲ្យសោះណាមិនភ្លេចទេបាទបងបានកត់វិចុះក្នុងការវិភាគគ្រួសារយើងរួចហើយធានាថាអនុវត្តឲ្យបានល្អបំផុតសៀវអ៊ូទៅឃ្លាំងលេខ3ដើម្បីផ្ទុកទឹកបរិសុទ្ធឡើងឡានសៀវចាងទៅឃ្លាំងលេខ2រៀបចំផ្នែកអាហារកំប៉ុងថ្ងៃនេះគឺជាថ្ងៃផ្លាស់ប្ដូរទំនិញសង្គ្រោះបន្ទាន់ប្រចាំសហគមន៍ហាមចុះរំលែកកូដទំនិញឲ្យសោះណាបាទទទួលជ្រាបអ្នកនាយិកាកុំបារម្ភអីលោកអគ្គនាយកការផ្លាស់ប្ដូរទំនិញបំរុងសម្រាប់មូលនិធិសប្បុរសធម៌ប្រចាំខែនេះសម្រេចបាន 92% ហើយបាទទំនិញលេខ052អត្រាខូចខាតគឺ0ល្អណាស់ 8% ដែលនៅសល់ត្រូវតាមដានបង្ហើយនៅថ្ងៃនេះរាល់ការផ្លាស់ប្ដូរទីដៅទំនិញត្រូវថតរូបបញ្ជាក់និងបញ្ចូលទៅក្នុងប្រព័ន្ធឯកសារទទួលទំនិញពីមុនហាមបាត់បង់ឲ្យសោះជ្រាបលោកអគ្គនាយកចេងអ្នកនាយិកាលីនរបាយការណ៍ហិរញ្ញវត្ថុថ្មីបំផុតចេញមកហើយប្រាក់ចំណូលក្រុមហ៊ុនយើងកើនឡើង3ដងបើធៀបនឹងឆ្នាំទៅចំណែកឯមូលនិធិសប្បុរសធម៌ក៏មានស្ថិរភាពវិការក្នុងបញ្ជីគឺដើររលូនល្អណាស់កុំទាន់អាល់អពេកពេលនេះអារម្មណ៍ខ្ញុំនឹងនរណាចុះកាលពីម្សិលមិញអ្នកណាគេគ្រាន់តែអតិថិជនសរសើរ2-3ម៉ាត់អរត់ជុំវិញការិយាល័យឡើង3ជុំនោះបានហើយប្រធានចៅបើមិនបកអាក្រាតខ្ញុំគឺទ្រាំមិនបានមែនទេធានារ៉ាប់រងរបស់ឡានលេខ4នឹងផុតកំណត់នៅសប្តាហ៍ក្រោយថ្ងៃនេះមិនអាចដាក់ចូលក្នុងបញ្ជីរថយន្តសង្គ្រោះបន្ទាន់បានទេពិតមែនតើសំណាងហើយដែលអូនបានឃើញប័ណ្ណបញ្ជាដែលសរសេរចេញមកមិនមែនសម្រាប់តែបិទលើជញ្ជាំងនោះទេត្រូវតែអនុវត្តឲ្យបានគ្រប់ចំណុចអ្នកនាយិកាលីនលំបាកអូនហើយលោកអគ្គនាយកចេនកុំគួរសំពេចអីរសៀលនេះប្រជុំអាណាព្យាបាលនៅសាលារបស់អានកុំឲ្យយឺតឲ្យសោះណាលោកអគ្គនាយកចេនរឿងនេះគឺជាអាទិភាពទី1ណាបងដឹងហើយត្រឹមតែដឹងមិនទាន់គ្រប់ទេត្រូវតែទៅដល់ផងធានាថាមិនយឺតទេក្មួយម៉ូថ្ងៃនោះក្មួយឲ្យលុយវាយ 50000 វាមកវិញថែមទាំងជាក្មួយទៀតក្រោយមកទើបអ៊ំដឹងថាក្មួយកំពុងតែការពារវាសោះអ៊ំស្រីរឿងនឹងវាកន្លងផុតទៅហើយក្មួយនឹងវាយសុទ្ធតែជាកូនរបស់អ៊ំថ្ងៃក្រោយបើមានរឿងអីកុំលាក់ទុកដោះស្រាយតែឯងទៀតណាឥឡូវនេះខ្ញុំត្រូវតែធ្វើជាមនុស្សដែលអាចពឹងពាក់បានសិនហើយគ្រាន់តែអាចពឹងពាក់បានបន្តិចបន្តួចប៉ុណ្ណោះសៀវវ៉ាន់មួយឆ្នាំនេះនាងនឿយហត់ណាស់ហើយក្រុមហ៊ុនអាចដើរមកដល់ថ្ងៃនេះបានគឺដោយសារស្នាដៃរបស់នាងធំធេងណាស់អ្នកមីងអ្នកគ្រប់គ្នាបានរួមចំណែកធ្វើវាសូមកុំសរសើរខ្ញុំពេកអីអ្នកមីងបានជួយមើលថែផ្ទះសម្បែងនិងជួយចាត់ចែងការងារក្រុមហ៊ុនជាច្រើនសៀវម៉ូមានអ្នកមីងនៅក្បែរគឺជាសំណាងរបស់គាត់ហើយលោកយាយម៉ាក់របស់ចៅអស្ចារ្យជាងគេម៉ាក់ទៅហៅប៉ាសិនណាខ្ញុំកំពុងតែសរសើរម៉ាក់តើថៅកែចិនធ្វើការសហការជាមួយលោកពេលនេះខ្ញុំពិតជាមានអារម្មណ៍ស្ងប់ចិត្តណាស់រកលុយគឺជារឿងមួយតែសំខាន់គឺគេងលក់ស្រួលថៅកែចាងថ្ងៃនេះរោងចក្ររបស់ខ្ញុំបានបើកខ្សែសង្វាក់ផលិតកម្មអាហារសង្គ្រោះបន្ទាន់មួយដោយឡែកទោះបីជាធម្មតាការបញ្ជាទិញមានច្រើនក៏ស្ទះយ៉ាងណាក៏ដោយមិននឹកស្មានសោះថាត្រឹមពាក្យថាសុខចិត្តរងចាំអាចធ្វើឲ្យយើងឈរជើងបានដល់ពេលនេះរាល់ការសុខចិត្តរងចាំគឺជាឥដ្ឋមួយដុំដែលសាងជាគ្រឹះដ៏រឹងមាំរបស់មជ្ឈមណ្ឌលយើងលោកពូនេះជាឡានដឹកទំនិញថ្មីដែលក្មួយគូវាអាចបើកបានកាន់តែឆ្ងាយហើយអរគុណហើយពូនឹងយកវាទៅព្យួរនៅការិយាល័យក្មួយគូបានស្អាតជាងពូទៅទៀតក្មួយក៏គូបានស្អាតដែរថ្ងៃក្រោយប្រហែលជាមានក្មេងកាន់តែច្រើនចង់ចាំថាសេចក្តីសប្បុរសមិនមែនត្រឹមតែជាពាក្យសម្ដីនោះទេតែមានអ្នកដែលព្រមបញ្ជូនវាទៅដល់ទីតាំងផ្ទាល់តែម្ដងសូមចំណាយពេលបន្តិចមជ្ឈមណ្ឌលដឹកជញ្ជូនសង្គ្រោះបន្ទាន់មកវាយបានដំណើរការជាផ្លូវការគម្រប់1ឆ្នាំហើយចូលកែវដោយទឹកក្រូចសិនចុះមូលនិធិត្រូវតែមានតម្លាភាពចំណែកក្រុមហ៊ុនត្រូវតែសន្សំសំចៃម្យ៉ាងទៀតផឹកទឹកក្រូចក៏ល្អយ៉ាងដែរឡាវចិននិយាយតាមត្រង់ទៅតើលោកស្ដាយក្រោយទេបើកាលនោះលោកមិនបង្វែរក្បាលឡានត្រឡប់ក្រោយទេពួកយើងប្រហែលជារកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់បាត់ទៅហើយមិនបាច់ត្រូវគេជេរហើយក៏មិនបាច់ហត់នឿយបែបនេះដែរធ្វើបែបនោះប្រហែលជាស្រួលខ្លួនជាងបន្ទាប់មកទៀតបន្ទាប់មកខ្ញុំប្រហែលជាមួយជីវិតនេះមិនអាចដឹងទេថាទឹក20ឡានអាចផ្លាស់ប្ដូររឿងរ៉ាវបានច្រើនប៉ុណ្ណាហើយក៏មិនដឹងថាការដែលមនុស្សមួយក្រុមធំសុខចិត្តរងចាំក្រុមហ៊ុនយើងដឹកអីវ៉ាន់ឲ្យគឺជាការជឿទុកចិត្តដ៏ធំធេងប៉ុណ្ណានោះទេពីមុនខ្ញុំបើកឡានគិតតែថាមួយជើងអាចរកលុយបានប៉ុន្មានតែពេលនេះរាល់ដងដែលឃើញសញ្ញាសង្គ្រោះបន្ទាន់បិទលើឡានខ្ញុំមានអារម្មណ៍ថាចង្កូតឡានកាន់តែធ្ងន់ហើយក៏កាន់តែនឹងណធ្ងន់គឺដោយសារតែការទទួលខុសត្រូវរីឯនឹងណគឺដោយសារតែអ្នកដឹងច្បាស់ថាអ្នកកំពុងតែធ្វើរឿងដ៏ត្រឹមត្រូវសម្ដីនេះមានអត្ថន័យជ្រាលជ្រៅណាស់លោកក៏អាចអានសៀវភៅឲ្យបានច្រើនជាងនេះដែរខ្ញុំនឹងព្យាយាមឡាវចិនថ្ងៃក្រោយបើមានរឿងបន្ទាន់ទៀតកុំលេងទូអាក្រក់លីលែងតែឯងអីមើលតាមកាលៈទេសៈសិននៅមើលតាមកាលៈទេសៈទៀតខ្ញុំនឹងមិនឲ្យនាងត្រូវរ៉ាប់រងតែឯងទៀតទេក្រុមហ៊ុនមានច្បាប់ទម្លាប់គ្រួសារក៏មានវិន័យដែរឬបែបនេះខ្ញុំស្ងប់ចិត្តហើយប្រធានលីនចុះវិន័យនៅផ្ទះមានអ្វីខ្លះទៅបើមានរឿងធំត្រូវតែរីកាប្រាប់អូនសិនបាយត្រូវតែញ៉ាំគេងត្រូវតែគេងឲ្យបានគ្រប់គ្រាន់ហើយការប្រជុំអាណាព្យាបាលដែលបានសន្យាជាមួយកូនស្រីអត់មានឡើយវិន័យនេះល្អទេទទួលបញ្ជាសៀវម៉ូញ៉ាំឲ្យច្រើនបន្តិចមើលចុះស្គុំអស់ហើយអ្នកមីងប៉ុណ្ណឹងបានហើយបាទសៀវវ៉ាន់អញក៏ញ៉ាំឲ្យច្រើនដែរ
មួយឆ្នាំនេះឯងហត់នឿយជាងគេហើយអ្នកមីងក៏អញ្ជើញពិសាដែរចាស់ម៉ាក់កូនអាចញ៉ាំខ្លួនឯងបានល្អកូនអានធំហើយឡាវចិនលោកមើលចុះបងស្រីទុនខ្លួនដាក់អានណាស់តែសម្រាប់លោកវិញនាងគ្រាន់តែដាក់វិន័យឲ្យលោកញ៉ាំបាយឲ្យទាន់ពេលប៉ុណ្ណោះខ្ញុំសុំឆ្លងកាត់សិនបាយមួយតុននេះអូនថាម៉េចក៏តាមនឹងចុះថ្ងៃក្រោយឧស្សាហ៍មកក្រុមហ៊ុនទោះរឿងធំប៉ុណ្ណាក៏ដោយបាយត្រូវតែញ៉ាំឲ្យឆ្អែតគេងត្រូវតែគេងឲ្យលក់ស្រួលមូលនិធិពុទ្ធភាសង្គ្រោះបន្ទាន់មកវ័យត្រូវបានបង្កើតឡើងរយៈពេល1ឆ្នាំហើយបច្ចុប្បន្នពួកយើងបានបង្កើតទីតាំងបំរុងទុកសម្ភារៈសង្គ្រោះបន្ទាន់ចំនួន36កន្លែងនៅក្នុងខេត្តជីលីនមានអ្នកបើកបរជាដៃគូសហការជាង2000នាក់និងបានបញ្ចប់ការផ្លាស់ប្ដូរសម្ភារៈសង្គ្រោះបន្ទាន់តាមសហគមន៍ព្រមទាំងការជួយសង្គ្រោះគ្រោះមហន្តរាយជាច្រើនលើកច្រើនសារពិតជាល្អណាស់ឡាវចិនញ៉ាំទៅថ្ងៃក្រោយយើងត្រូវបន្តធ្វើរឿងធំទៀតរឿងធំមិនប្រកាសថាមានរាល់ថ្ងៃទេតែរឿងតូចតាចគឺមានរាល់ថ្ងៃត្រូវធ្វើរឿងតូចតាចទាំងនេះឲ្យបានល្អសិនទើបពេលរឿងធំមកដល់យើងអាចទប់ទល់បានសម្ដីនេះខ្ញុំចាំទុកហើយថ្ងៃស្អែកខ្ញុំនឹងយកវាទៅបិទនៅបន្ទប់បញ្ជាការអញ្ចឹងកូនក៏ចង់ចូលកែវដែរជូនពរប៉ាម៉ាក់ជូនពរលោកពូលីជូនពរលោកពូចៅជូនពរលោកយាយឲ្យញ៉ាំបាយឆ្អែតគេងលក់ស្រួលនិងជួយអ្នកដទៃបានច្រើនថ្ងៃនោះខ្ញុំស្មានតែខ្ញុំគ្រាន់តែបង្វែរក្បាលឡានទាំង20គ្រឿងនោះប៉ុណ្ណោះក្រោយមកទើបខ្ញុំដឹងថាអ្វីដែលខ្ញុំបានបង្វែរគឺជាទីដៅជីវិតរបស់ពួកយើងទាំងអស់គ្នាមានអ្នកដែលសុខចិត្តរងចាំក្រុមហ៊ុនយើងដឹកអីវ៉ាន់ឲ្យអ្នកផ្គត់ផ្គង់សុខចិត្តជួយបំពេញទំនិញដល់ក្រុមហ៊ុនអ្នកបើកបរសុខចិត្តរួមដំណើរយ៉ាងប្រញាប់ប្រញាល់ជាមួយយើងហើយបុគ្គលិកគ្រប់រូបសុខចិត្តការពារនៅរាល់ការជឿទុកចិត្តទាំងអស់នេះតាមពិតទៅក្រុមហ៊ុនមួយអាចដើរបានឆ្ងាយប៉ុណ្ណាមិនមែនមើលត្រឹមតែថាអាចរកលុយបានប៉ុន្មាននោះទេតែត្រូវមើលថាតើមានមនុស្សប៉ុន្មានអ្នកដែលសុខចិត្តជឿជាក់លើពួកគេហើយទីបំផុតខ្ញុំក៏បានយល់ច្បាស់ថាការដើរបញ្ច្រាស់ទីដៅមិនមែនជាភាពក្លាហានឯកោរបស់មនុស្សម្នាក់នោះទេនៅពីក្រោយខ្នងពួកយើងគឺមានគ្រួសារមានដៃគូសហការមានច្បាប់ទម្លាប់និងមានការជឿទុកចិត្តទើបផ្លូវមួយនេះអាចដើរបានកាន់តែឆ្ងាយពួកយើងនឹងតែងតែធ្វើខ្លួនឲ្យស័ក្តិសមនឹងការជឿទុកចិត្តមួយនេះជារៀងបាញ់ស្បែកបែបរបៀបរៀងម៉ត់សលោដូចនារីកូរ៉េនារីជប៉ុនអីចឹងអ្នកនរគ្នា accept ដែរជាមួយនឹងលេខមួយនេះបាននៅក្នុងនោះមានជាមួយនឹងសារធាតុ collagen ខែនិង alpha arbutin ដែលជួយទៅដល់ស្បែកដ៏ស្អាតនឹងធ្វើឲ្យស្បែកសភ្លឺថ្លានិងស្នាមអត់ខ្មៅហើយនឹងធ្វើឲ្យស្បែកស្មាពណ៌ស្អាតហើយចំពោះសាច់លេគេវិញគឺចេញមករបៀបលក្ខណៈរៀងក្អូបក្លិនបែបបឺរេហើយសាច់គេតុនហើយលាបឲ្យឆាប់ចូលស្បែកទៀតលាបឲ្យស្បែកទន់រលោងមានសំណើមព្រោះដោយសារតែមានជាមួយនឹង niacinamide ហើយនិងវីតាមីន E ថែមទៀត